सर्वशक्ति समन्विते भयविस्त्राहिनो देवी दुर्गे देवी नमस्तुते ओम नमः चंडिकायै ព្រះរាជកុមារនឹងខ្លាយទៅជាព្រះមរតដែលជាសាវកនៃព្រះអាទិទេពវាយបង្គំព្រះអង្គសម្រាប់រាជរដ្ឋសម្រាប់ការយាងទៅកាន់អាស្រមបានរៀបចំរួចហើយក្រាបទូលនេះសាធិកំពុងតែរងចាំសូមស្ដេចយាងក្រាបទូលហើយពួកទូបង្គំសង្ឃឹមថាព្រះរាជកុមារនឹងមានពុទ្ធិយ៉ាងត្រចះត្រចង់ទៀតផងព្រះរាជបុត្រនឹងមិនធ្វើឲ្យមេដាបារម្ភឡើយព្រះរាជកុមារចាប់ផ្ដើមសិក្សាចាប់ពីថ្ងៃនេះហើយគ្រប់សាលាទូទាំងនគរក៏ត្រូវបើកដែរហើយត្រូវចែកចាយស្ករគ្រាប់ដល់សិស្សផងណាគណៈថ្លៃពិសេសវាយបង្គំមហារាជការជាងមករបស់ព្រះអង្គបានផ្ដល់កិត្តិយសដល់ទូបង្គំនិងសាលានេះខ្លាំងណាស់ណែសិស្សទាំងអស់គ្នាមកថ្វាយបង្គំភ្ញៀវកិត្តិយសយើងទៅជំរាបសួរលោកអេសីស្វាមិត្តយើងមកនេះគឺដើម្បីសំពោនឹងការណែនាំពីលោកតែប៉ុណ្ណោះសូមលោកជូនពរយើងផងចុះសូមព្រះអង្គជាងសូមស្ដេចជាងប្រថាប់ក្រាបទូលសូមរាជទានទោសដែលទូលបង្គំទទួលព្រះអង្គមិនបានល្អសូមរាជទានទោសមិនអីទេស្ថានភាពជាគ្រូតែងតែដូច្នេះហើយយើងតែងតែគោរពនិងលើកសរសើរលោកជានិច្ចដូច្នេះហើយយើងចង់ឲ្យលោកជួយបង្រៀនដល់សុទ្ធត្ថផងតើបានដែរទេព្រះរាជបុត្រនៅក្មេងណាស់មិនទាន់ចូលរៀនបាននៅឡើយទេរងចាំវ័យប្រជជនបន្តិចទៀតចំណែកព្រះរាមវិញគឺគ្រប់វ័យសិក្សាហើយបានត្រៀមរួចហើយតើអ្នកណាជាគ្រូរបស់គឺលោកអេសីវិស្វាមិត្រព្រះអង្គពេលនេះព្រះអង្គគួរតែយាងទៅផ្ទុំហើយអេសីឲ្យរៀបចំពិធីប្រសិទ្ធិទទួលព្រះរាជបុត្រសិទ្ធត្ថធ្វើជាសេះឲ្យក្រាបទូលសូមមេត្តាទទួលដង្វាយនិងប្រទានពរដល់បុត្រយើងផងសូមប្រទានពរបុត្រយើងផងណាសូមឲ្យមានប្រជញ្ញយឺនយូរព្រះអង្គម្ចាស់សុទ្ធត្ថចាំសូមតាមអាត្មាខ្ញុំសូមគោរពចំពោះវិញ្ញាណក្ខន្ធគម្ពីរវែងសូត្រទៀតទៅចំណែកឯទេវសិទ្ធិក៏ត្រូវសូត្រតាមដែរឥឡូវយកក្តារឈ្នួននិងដីសមកព្រះរាជបុត្រក្តារឈ្នួនហើយនិងដីសអាយយ៉ាងមួយមកទេវសិទ្ធិថ្វាយដីសទៅព្រះរាមទៅហើយគង់នៅឲ្យស្ងៀមយកក្តារឈ្នួននិងដីសឲ្យទេវសិទ្ធិទៅកុំធ្វើចឹងអីមិនត្រូវបង្ករឿងក្នុងថ្នាក់រៀនទេណាព្រះរាជនីណែយកទៅបត់ពេលនេះចូលសូត្រថាអូនមស្សិវាយអូនមស្សិវាយនមស្សិវាយអូនមស្សិវាយអូនមស្សិវាយលោកអេសីសូមជួយបង្រៀនព្រះរាជបុត្រសរសេរផងទៅយាងមកណែមកយាងមកយាងប្រថាប់អូនម
ស៊ីវ៉ាងាយតាអូ កណាត្រូវសរសេរពាក្យអ្វីទៀតទៅគឺជាអក្សរសំស្ក្រឹតអូព្រះជាម្ចាស់ព្រះអង្គពិតជាអស្ចារ្យព្រះអង្គសរសេរពាក្យទាំង84យ៉ាងព្រះរាជបុត្រសុធនព្រះអង្គគឺជាអ្នកមានបុណ្យពិតៗហើយ សូមឯលោកអីសីមេត្តាបិតានិងមនុស្សទាំងឡាយក្នុងលោកនេះសូមអត់ភ្លេចនៅអ្វីដែលបានឃើញសូមឲ្យបងរកភាពដើមវិញ សុធនទេវតាកណ្ដាលហើយ ប្រាណិតកំពុងតែប្រសាទ ទេវតាមិនក៏រាជបុត្រមិនព្រមរៀន ណាន់ណានឹងចាន់ណាចង់បបួលកណាទៅផ្ទះរបស់គេលោកគ្រូ នណ្ដាតើព្រះនាងបបួលព្រះជាថាទៅរាជវាំង អត់ទេកណាក្រុមកណាត់ព្រះរៀមតា ទេវតាព្រះអង្គមិនត្រូវនិយាយកុហកទេល្អណាស់នណ្ដាព្រះនាងអាចយកកសាលជាមួយព្រះរាមបាទ ព្រះរៀមបងខ្ញុំម្ចាស់ចង់បានការនោះម្ចាស់អូនជាម្ចាស់ស្ត្រីហេតុអីក៏ចង់បានការនោះអញ្ចឹងចាណាតែបេះការនោះឲ្យអូនចាណាកុំទៅអីទុកឲ្យទូបង្គំទៅវិញ មិនបានព្រះអនុជវាយបញ្ចាស់អូននាងជាប្អូនស្រីទូបង្គំចង់វាយស្រេចតែចិត្តចង់ឲ្យនាងយំក៏ស្រេចតែទូបង្គំណាស់ព្រះរាមកុំចេះតែនាងជាម្ចាស់អូនរបស់យើងតើមិនមែនទេនាងជាប្អូនស្រីទូបង្គំខ្ញុំជាប្អូនរបស់អ្នកទាំងពីរបាននិយាយអញ្ចឹងឯងពុំមែនជាប្អូនស្រីយើងទៀតទេយើងក៏មិនមែនព្រះរាមឯងទៀតដែរយើងទៅហើយឈប់សិនឈប់ព្រះរាជបុត្រកុំខ្ញាល់អីពួកយើងទៅលេងវិញទៅយើងមិនលេងជាមួយអ្នកបម្រើទេយើងជារាជបុត្រតែប្រហោះភ្លាមទៅរាជបុត្រយើងមកអូយឲ្យយើងសុំទោសផងណាទេបតតសុំទោសផងចុះក៏មានបន្ទូលចឹងអីរាជបុត្រព្រះអង្គមានប្រតិល្អណាស់ពិតមែនណាស់ហើយយើងថារាជបុត្រអញ្ចឹងបានន័យថាឈប់នៅជាមួយយើងហើយមែនទេពួកយើងជឿមិននឹងគ្នាណាអញ្ចឹងណាពួកយើងទៅលេងទៀតត
ឆាយវិភ័យទៀតហើយឈាមហូរផងឯងមានយកថ្នាំមកដែរទេត្រូវបិទថ្នាំព្យាបាលឲ្យគេទៅបានណាចាប់ទូបង្គំទៅយកមិនអីទេតើវាងាប់ដែរទេកងានអើយកុំភ័យអីនៅក្នុងព្រះហស្ថរបស់យើងបានសុខហើយចាន់ណាក៏បានទៅយកថ្នាំឲ្យឯងដែរបន្តិចទៀតឯងនឹងជាមិនខានរាជបុត្រនៃថ្នាំជារបស់ទូបង្គំឲ្យទូបង្គំមកហេតុអីបានជាបាញ់វាមែនហើយព្រមទាំងធ្នូសររបស់ព្រះរាមទៀតផងអញ្ចឹងអត់ជាវាធ្លាក់កន្លែងហ្នឹងឲ្យទូបង្គំវិញមកហេតុអីក៏ធ្វើអញ្ចឹងព្រះរាមមិនយល់ទេរបស់ទូបង្គំអញធ្លាក់ចុះមកដូច្នេះជារបស់ទូបង្គំតែអាមិនបាញ់វាងាប់ហើយនៅមែនតែវាមិនទាន់ងាប់ទេបើព្រះរាមមិនជួយវាទេវាច្បាស់ជាងាប់ហើយតែពេលនេះគឺវាមិនទាន់ងាប់ទេមិនអាចទេទូបង្គំឃើញវាមុនថែមទាំងបាញ់វាឲ្យងាប់ទៀតផងមិនអាចទេយើងអ្នកជួយវាគឺជារបស់យើងឥឡូវព្រះរាមឲ្យទូបង្គំឬមួយក៏មិនឲ្យទេចាំវាងាប់សិនចាំយកចុះឲ្យទូបង្គំមកមិនឲ្យទូបង្គំមកមិនឲ្យបានហើយកងាននេះមកខ្ញុំម្ចាស់មកបានទេមិនក៏រាជបុត្របកាយគ្នាឈប់ឆ្លោះគ្នាទៅឆ្លោះគ្នាព្រោះតែកងានមួយមិនសមជារាជបុត្រទេជាគ្នាវិញទៅបានទេឥឡូវនេះតើកាត់យ៉ាងម៉េចវិញព្រោះឯកងាននេះយើងបានជួយវារួចហើយដូច្នេះជារបស់យើងទេណាយើងត្រូវតែយកវាឲ្យតតែបានយើងទៅរកប្រជាកាត់ក្តីទៅតើត្រូវប្រកុលកងាននេះឲ្យទៅអ្នកណាមួយពេលនោះនឹងដឹងហើយតោះមហាមន្ត្រីយើងត្រូវតែធ្វើព្រះបិតាមើលព្រះរាមធ្វើចុះក្រាបទូលសុធុតតើធ្វើអីនោះព្រះរាមនឹងដាប់កងានពីទូបង្គំព្រះរាមអាត្មានិយមណាស់ក្រាបទូលមិនក៏បត់មានបន្ទូលថាសុធុតអាត្មានិយមទូបង្គំបាញ់បាត់កងានមួយឲ្យព្រះរាមក៏ដណ្ដើមយកទៅមានរឿងចឹងហ៎តើពិតដែរទេសុធុតអត់ទេទូបង្គំមិនបានដណ្ដើមពីព្រះអនុជទេអនុជក៏ហក់ហើយពេលទូបង្គំនឹងច័ន្ទណាកំពុងតែដើរក៏ស្រាប់តែកងាននេះធ្លាក់ពីលើមេឃមកទូបង្គំក៏រើសវាតែម្ដងទៅតែទូបង្គំជាអ្នកបាញ់វាកងានវារបួសហើយទូបង្គំក៏រើសវាយកមកដាក់ថ្នាំដូច្នេះជារបស់ទូបង្គំអញ្ចឹងហើយបានជាទូបង្គំមិនឲ្យវាទៅទេវទត្តយើងយល់ហើយទេវទត្តជាអ្នកបាញ់ហើយសុធុតជាអ្នកជួយហើយបញ្ហាពេលនេះតើកងាននេះជារបស់អ្នកណាជារបស់អ្នកបាញ់ឬក៏អ្នកជួយលោកមហាមន្ត្រីតើលោកយល់យ៉ាងណាដែរទៅទូបង្គំយល់ថាគួរតែឲ្យទៅអ្នកបាញ់រាជបុត្រទេវទត្តជាអ្នកបានឃើញឲ្យបាញ់មុនគេដូច្នេះព្រះអង្គមានសិទ្ធិនឹងបានទទួលកងាននេះក្រាបទូលចុះលោកសុមនិតតើលោកគិតយ៉ាងម៉េចដែរអូគួរតែថ្វាយដល់រាជបុត្រសុធុតហើយហើយទៅព្រោះថាអ្នកជួយប្រសើរជាងអ្នកពិឃាតក្រាបទូលមិនក៏ចឹងព្រោះថាការមិនព្យាបាលនឹងបៀតបៀនជីវិតអ្នកដទៃគឺជាគុណធម៌របស់អ្នកប្រាជ្ញនិងជាកុសលកម្មទៅជាតិមុខយ៉ាងណាមិញពលឺព្រះសូរិយានឹងកំចាត់នៅស្រមោលអន្តកាលហើយរាជបុត្រសុធុតបានជួយសត្វកងានឲ្យរួចផុតពីមរណៈដូច្នេះសត្វកងានត្រូវថ្វាយដល់រាជបុត្រសុធុតឲ្យក្រាបទូលក្មេងៗនេះពលទុកព្រះអង្គសូមព្រះរាជាទានទៅចំពោះរាជបុត្រផងទៅក្រាបទូលព្រះអង្គនៅក្មេងណាស់ហើយចាប់ពីថ្ងៃតទៅទូបង្គំនឹងមើលថែរក្សាព្រះអង្គបានល្អលោកអីស្អីលោកមកចំពេលល្អណាស់យើងបារម្ភចំពោះបុត្រសធនមិនអាចទ្រាំមើលសូម្បីតែកូនបាក់សៃមួយនៅដេកស្លាប់ក៏មិនអាចទ្រាំមើលបានដែរអាត្មាដឹងហើយព្រោះតែអញ្ចឹងហើយទើបអាត្មាមកទូលថ្វាយព្រះអង្គជាមុនដើម្បីទុកការពារតែយើងបារម្ភពិតជាគ្មានអ្វីដែលកើតឡើងទេក្រាបទូលមានបុត្រដូចជាសុធុតបែបនេះព្រះអង្គគួរតែរីករាយទៅត្រូវព្រះអង្គមានសំណាងណាស់លោកនិយាយនេះគឺពិតជាត្រូវហើយប៉ុន្តែព្រះអង្គត្រូវតែប្រយ័ត្នជាមួយនឹងរាជបុត្រសុធុតទៅបានត្រូវប្រយ័ត្នផងឯងតើប្រយ័ត្នរឿងអ្វីទៅយើងនឹងធ្វើនៅអ្វីដែលលោកអេសីបានផ្ដាច់ផ្ដាំសូមលោកមេត្តានិយាយមកតើត្រូវធ្វើយ៉ាងណាជាមួយនឹងសុធុតទៅសូមស្ងប់ព្រះតីសូមទ្រង់ព្រះសន្តាប់ថាចំពោះពេជ្រដ៏មានតម្លៃនេះមានអ្វីត្រូវបារម្ភទេគឺព្រះអង្គ
ត្រូវតែក្លំមើលរឿងមួយទៅគឺបានទៅហើយក្រាបទូលតែរឿងអីទៅគឺព្រះអង្គមិនត្រូវឲ្យសុធនទទួលការឈឺចាប់ឬទុកសោកអ្វីឡើយក្រាបទូលមហាទេវីនាអនាគតនេះសុធនអាចជាអ្នកដឹកនាំពិភពលោកឬបើពុំនោះទេទ្រង់នឹងចូលសិក្ខាបទធ្វើជាតាបសអាត្មាចង់ឲ្យទ្រង់ខ្លាចជាស្ដេចចក្រពត្តិពាក្យរបស់ព្រះគ្រូកូនណានៅតែមិនយល់មហាសីអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅបើសិនជាព្រះអង្គម្ចាស់ខ្លាចជាអធិរាជនោះមិនត្រូវឲ្យទ្រង់ដឹងពីទុក្ខសោកអ្វីឡើយក្រាបទូលគឺព្រះអង្គត្រូវតែឲ្យទ្រង់រស់នៅដោយស្គាល់តែពីការសប្បាយស្គមស្កើងនិងហឺហាហើយពុំនោះទេសោតទ្រង់នឹងខ្លាយទៅជាតាបសជាមិនខាននេះជាបំណងរបស់ពួកយើងដែរណាព្រះគ្រូពួកយើងក៏មានបំណងចង់ឲ្យគេខ្លាចទៅជាអញ្ចឹងដែរព្រះមហេសីដូច្នេះហើយព្រះមហេសីគួរតែបច្ចាត់បច្ចែងផងក្រាបទូលលោកមហាសីគឺខ្ញុំសូមអរគុណហើយដែលលោកនិមន្តមកតាន់ពេលខ្ញុំសូមអរគុណហើយចម្រើនពរព្រះមេដាបត់ចង់ប្រមានម្ចាស់អូនដែលជឿឆ្អារឿងរបស់អ្នកដទៃទេបតតនឹងណាន់ណាដាបត់ទាំងពីរធំហើយបត់មិនត្រូវដេញបលែងគ្នាអញ្ចឹងទេណាព្រះមេដាកុំជឿម្ចាស់អូនអីគឺម្ចាស់អូនជេរទូបង្គំមុនអ្នកបម្រើខ្ញុំម្ចាស់គ្រាន់តែទូលព្រះរាមបងថាគ្មានសិទ្ធអីទៅវាយដំគេទេគ្រាន់តែរឿងតូចតាចប៉ុណ្ណោះឯងជាអ្នកណាទៅបានជាមកបង្រៀនយើងទេបតតមិនក៏បត់ពីរត់ខ្លាំងម្លេះមេដាតើទូបង្គំខអីទៅទូបង្គំគ្រាន់តែប្រមានអ្នកបម្រើម្នាក់ដែលមិនគ្រប់ទូលបង្គំតែប៉ុណ្ណោះទេគឺគ្មានអ្វីខុសទេព្រះមេដាព្រះរាមបងវាយគេតតែបាយឈាមណាក្រាបទូលអញ្ចឹងឲ្យយើងអត់ទោសឲ្យវាយ៉ាងម៉េចទៅបរកំសត់នោះបានក្រាបសំពះសុំវល់ព្រះរាមហើយតែព្រះរាមបងនៅតែមិនអនុញ្ញាតទៀតខ្ញុំម្ចាស់គាត់ក៏ខុសដែរទេបតតណាន់ណាដាធ្វើនេះត្រូវហើយបត់តែងតែបង្ករឿងមិនចេះចប់មិនចេះហើយតតែសោះទេបតតបត់គឺជាព្រះអង្គការធ្វើអំពើខុសខើមិនសមនឹងរាជបុត្រទេហើយថ្ងៃណាមួយបុត្រនឹងសុធនត្រូវទទួលខុសត្រូវលើកិច្ចការនគរដូច្នេះហើយបុត្រធ្វើអ្វីមួយត្រូវតែធ្វើតាមច្បាប់នគរឯណាបុត្រសធតប្រហែលជាទៅអង្គុយសញ្ជប់សញ្ជឹងនៅកន្លែងណាស្ងាត់មួយហើយមើលទៅនោះតើបិតាបានប្រាប់បុត្រប្រមាណដងហើយឲ្យគង់ជាមួយនឹងសុធនហើយបុត្រត្រូវខិតខំរៀនសូត្រនៅអំពើល្អៗពីព្រះរាមហើយនៅម្ចាស់អូនគឺល្អជានិច្ចចុះទូបង្គំវិញនោះបិតាតែងតែមានបន្ទូលថាអាក្រក់ជានិច្ចសុខនឹងទុក្ខគឺជាកម្មផលរបស់មនុស្សម្នាក់ៗតើព្រះអនុជយល់ថាយើងសប្បាយណាស់មែនទេតើអនុជដឹងថាយើងកំពុងគិតអ្វីទៅអនុជត្រូវយល់ថាអនុជបានធ្វើបាបគេច្រើនណាស់មកហើយដូច្នេះអនុជគួរតែយល់តែគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះទូបង្គំឡើយកុំគិតដូច្នេះអីទេបតតអនុជមានដឹងទេថាគ្រប់គ្នាស្រឡាញ់អនុជណាមែនទេព្រះបិតាមែនហើយបុត្រនឹងទេបតតគឺជាបុត្រសម្លាញ់របស់បិតាបុត្រគឺជាហត្ថថាទាំងទ្វេរបស់បិតាយើងចង់ឲ្យអស់លោកសាងសង់ប្រាសាទ4ជាបន្ទាប់ប្រាសាទ4មែនហើយប្រាសាទ4សម្រាប់4រដូវគឺមួយសម្រាប់នីតិខៈរដូវហើយមួយសម្រាប់សិសិតរដូវហើយមួយទៀតសម្រាប់នីតិខៈរដូវហើយមួយសម្រាប់រដូវក្តៅប្រាសាទទាំងអស់នេះសម្រាប់ព្រះអង្គម្ចាស់ហើយគ្រប់ពិដាន
និងកម្រាលនៃប្រាសាទទាំងអស់នេះត្រូវតែសូននឹងគូរូបរបាំហើយនឹងចម្រៀងហើយទ្វារត្រូវធ្វើអំពីមាសហើយបង្អួចត្រូវធ្វើពីប្រាក់ហើយដាក់កញ្ចក់គ្រប់ទីកន្លែងហើយត្រូវឆ្លុះបញ្ចាំងឲ្យឃើញរូបសុទ្ធធត់ហើយជៀសវាងកុំឲ្យមានទុកសោកហើយនឹងការឈើចាប់នានាតើអស់លោកយល់ហើយឬនៅ ទូបង្គំយល់ហើយក្រាបទូល ដូច្នេះហើយចាប់ផ្ដើមការងារចាប់ពីពេលនេះទៅហើយត្រូវរៀបចំតាមបែបស្ថាបត្យកម្មរបស់អាទិទេពហើយគ្រប់ប្រាសាទទាំងអស់ក្នុងប្រាសាទទាំងអស់ត្រូវសាងឲ្យបានធំដូចជាក្នុងទេវកថាអញ្ចឹងលោកពិតជាឆ្លាតណាស់និងមានសមត្ថភាពអនុវត្តតាមសំណើរបស់ជើងលោកពិតជាឆ្លាតណាស់ ព្រះអង្គយើងមានបំណងមកជាព្រះអង្គម្ចាស់សុទ្ធចេញពីទុក្ខវេទនាឲ្យទ្រង់បានសប្បាយគ្រប់ពេលទូបង្គំដឹងហើយថាព្រះអង្គមានការប្រុងប្រយ័ត្ននិងការពារជានិច្ចក្រាបទូល តើបុតកំពុងគិតពីអីហ្នឹងព្រះបិតាគ្មានរឿងអីទេក្រាបទូលតែបិតាតែតែឃើញបុតគង់តែមួយអង្គឯងតើមានរឿងអ្វីកើតឡើងទៅបុតមិនចាំបាច់គិតអ្វីទេបុតជារាជយាទនៃមហារាជវង្សសក្យអំណាចនឹងដាច់ជះគឺជារបស់បុតហើយណាបុតត្រូវតែរស់នៅក្នុងជីវិតដ៏សុបាយ ហើយទទួលភាពរីករាយបុតមិនត្រូវមានទុក្ខសោកអ្វីទេបុតត្រូវតែសប្បាយណាស់តើការសប្បាយដល់អវសាននៃជីវិតដែរមែនហើយរឿងអីថាមិនបាន បុតប្រសពសួរសំណួរបែបនេះមែនហើយគោលដៅនៃជីវិតរបស់បុតគឺគ្រប់គ្រងពិភពលោកទាំងមូលនេះការសោយសុខក្នុងជីវិតវាគ្រាន់តែជាការក្រសាលលេងរបស់បុតតែប៉ុណ្ណោះ នគរដែលបិតាគ្រប់គ្រងសពថ្ងៃនេះគឺជារបស់រាជបុត្រថ្ងៃស្អែករហូតដល់បុត្ររីករាយនឹងផ្លែផ្កានៃយុវវ័យនោះបុត្រអាចមានព្រះតម្រិះហើយព្រះបិតាពិតជាគិតអញ្ចឹងមែនទេប៉ុន្តែតើមនុស្សគ្រប់រូបសុទ្ធតែបានរីករាយនឹងជីវិតអញ្ចឹងហើយតើជីវិតមនុស្សទាំងអស់សុទ្ធតែមានសុភមង្គលហើយគ្មានទេមនុស្សដែលគ្មានជីវិតខោផ្សានោះ បើក៏ចាប់បាច់យកប្រតិខ្វល់ខ្វាយរឿងនេះធ្វើស្អីបុតមិនត្រូវគិតពីរឿងនេះទេបុតគិតតែខ្លួនឯងទៅបានហើយបិតាបានសង់ប្រាសាទទំនើប4គឺសម្រាប់4រដូវថ្វាយបុតដើម្បីឲ្យបុតកសាលនិងអាចរីករាយក្នុងប្រតិដូច្នេះការបំពេញនៅបំណងនិងសុបិនរបស់បិតាពីសំណាក់បុតគឺធ្វើឲ្យបិតាស្ងប់ប្រតិហើយ បិតាធ្វើទាំងអស់នេះគឺដើម្បីបុត្រទាំងអស់ដូច្នេះបុត្រកុំគិតច្រើនពេកណា យើងចូលមកអង្គុយសិនទៅព្រះពើព្រះរៀមបងពេលនេះដូចជាចម្លែកខ្លាំងណាស់ប្រហែលជាអញ្ចឹងមែនហើយតែពេលខ្លះមេដាបារម្ភខ្លាចមានប្រផ្នូលមិនល្អចំពោះបុត្រសទ្ធត្ថព្រះមេដាមេបន្ទូលត្រូវឲ្យព្រះពើសុទ្ធត្រូវរស់នៅដោយសប្បាយនិងត្រេកត្រអាលបើមិនដូច្នេះទេទ្រង់នឹងចូលសិក្ខាបទទេមិនត្រូវឲ្យរឿងនេះកើតឡើងបានទេយើងចង់ឲ្យសទ្ធត្ថខ្លាចជាស្ដេចចក្រពន្ធមួយអង្គហេតុអីបានតែព្រះរាមចុះទូបង្គំវិញគឺរាជបុត្រច្បងត្រូវឡើងសោយរាជមុនណាមែនហើយការពិតបញ្ជាក់ឲ្យឃើញថាគ្មានអ្នកណាម្នាក់ស្រឡាញ់ជួយចិត្តទូបង្គំទេក៏មានព្រះបន្ទូលអញ្ចឹងឯព្រាមបងយើងទាំងអស់គ្នាក៏ស្រឡាញ់ព្រះបងដែរយើងដឹងថាមានអ្នកណាយកចិត្តទុកដាក់នឹងយើងទេបតតមិនក៏បុត្រមានបន្ទូលនេះជាការពិតណាស់ព្រះមេដាមិនត្រូវមានបន្ទូលអញ្ចឹងរកព្រះមេដាទេព្រះមេដាស្រឡាញ់ព្រាមបងខ្លាំងមែនហើយទាំងអស់គ្នាសុទ្ធតែស្រឡាញ់បុត្រទាំងអស់គ្នាសុទ្ធតែស្រឡាញ់សុទ្ធបតតបុត្រខ្ញាល់ទៀតហើយមែនទេបុត្រភ្លេចហៅថាសទ្ធត្ថជាព្រះរាមរបស់បុត្រតើយ៉ាងម៉េចទៅទូលបង្គំនេះអន់ណាស់ទៅអីបុត្រត្រូវតែគោរពសទ្ធត្ថព្រោះតែបុត្រក្មេងជាងគេបើក្មេងជាងតើយ៉ាងម៉េចបតតបុត្រជ្រុលពេកហើយបុត្រកំពុងតែជេរមេដាណា
យើងជាមេដារ មេ របស់ ដាដូចជាមេដាអញ្ចឹងហ៎មេដាគ្រាន់តែជាមេដារបស់សទ្ធុតែប៉ុណ្ណោះ ក៏មានព្រះបន្ទូល នៅ ចឹង គ្នាទៅឯងមិនដឹងថាយើងចង់គិតអំពីស្អីទេទោះបីជាបៃតាអកតេចំពោះយើងក៏ដោយ ទេបតតតើបុតចេះអៀនខ្មាស់ខ្លះទេដែលបុតមានបន្ទូលប្រមាថបិតាយ៉ាង ហេតុ នេះ អីក៏ព្រះបៃតាតែងតែគ្រប់គ្រងព្រះរាមមិនគ្រប់គ្រងទូមង្គម មិនពិតទេបុតយល់ច្រឡំហើយមែនហើយព្រះមេដាមាន បៃ បន្ទូល តា ហើយ បាន ណា ធ្វើច្រើនណាស់សម្រាប់សទ្ធុតែបៃតាបានធ្វើអ្វីខ្លះសម្រាប់ទូបង្គំដែរទៅទូលបង្គំគ្មានបានទទួលអ្វីទេ តើបុតចង់មានបន្ទូលថាម៉េច ព្រះបៃតាបានសាងប្រាសាទថ្វាយព្រះរាមហើយមានស្រីកមុំស្អាតថ្វាយដល់ព្រះរាមទៀតទ្រង់សោយសោរារាល់ថ្ងៃប៉ុណ្ណឹងហើយនៅគិតតែពីសទ្ធុមិនដែលគិតពីទូបង្គំនោះទេ តើបុតចង់អញ្ចឹងដែរមែនទេ ព្រះបិតាបានគិតដល់ព្រះរាមគ្រប់ពេលវេលាទាំងអស់ហាក់ដូចជាភ្លេចគិតថាទ្រង់នៅមានបុត្រមួយអង្គទៀត មិនមែនអញ្ចឹងទេព្រះរាមបង យើងបានដឹងទាំងអស់ហើយយើងនិយាយថាបិតាអកតេចំពោះយើងខ្លាំងណាស់ តើបុតមិនជឿព្រះបិតាទេហ៎ មែនបុត្រមិនជឿអ្នកណាទាំងអស់ក្រៅពីខ្លួនឯង បុតដឹងទេថាតើបិតារបស់បុតឈឺប្រតិបែបណាការបលឺបុតមានព្រះបន្ទូលយ៉ាងដូចនេះនោះ បិតាមិនស្រឡាញ់ចំណែកមានអាក៏អញ្ចឹងដែរមានអាមិនស្រឡាញ់បុត្រទេ ស្ងៀមទៅយើងមិនចង់ស្ដាប់ទៀតទេដែលបុតមានបន្ទូលយ៉ាង ត្រូវ នេះ ហើយមេដាមិននឹងព្រមស្ដាប់បុត្រទៅ មនុស្សគ្រប់គ្នាមិនចូលចិត្តបុតក៏ព្រោះតែទង្វើរបស់បុតនេះហើយសទ្ធរស្រឡាញ់បុតណាស់តែបុត អ អាច យុ ជា ត្តិ ថ្ ធ មី ម៌ ទៀតគេទៅវិញ អយុត្តិធម៌អយុត្តិធម៌ បិទប្រអស់ទៅពិចារណាពីខ្លួនឯងលើអំពើនិងបន្ទូលរបស់បុតសិនទៅសឹកដាក់កំហុសលើអ្នកដទៃឥឡូវនេះបុតចាញ់ទៅវិញទៅមេដាមិនចង់ស្ដាប់បុតទៀតទេ ហើយ នេះ ត្រូវការពណ៌របស់នាងពិតជាក្រហមរលោងស្រស់មែនបើសិនជាដូរពណ៌លើថ្មរបស់នាងតើវាយ៉ាងមិនដែរទេតើយើងអាចប្រញាល់ថ្មរបស់នាងបានទេអូយើងនឹកឃើញហើយខ្ញុំអាចជាពោះនេះលេងបានតើចំជាពីរោះមែនមកលេងទៀតលេងសប្បាយជាមួយគ្នាទៀតទៅរំទៅរំទៀតទៅនៅគ្នារំទៀតទៅរំកុំឈប់រំទៅរំកុំឈប់រំទៅបើមានកម្លាំងរំតទៅទៀតទៅរំកុំឈប់អីសោះរំទៀតទៅរំមិនឈប់ទេមិនបាច់ឈប់ទេនាំគ្នារំទៅមានកម្លាំងរំមិនបាច់ឈប់ទេរំទៀតទៅរំទៅយើងនឹងរំសប្បាយជាមួយគ្នារំទៅរំមិនបាច់ឈប់ទេនាំគ្នារំល្អជាងស្រីរបាំរបស់សុទ្ធទៅទៀតចាំយើងប្រាប់ថាឈប់ចាំឈប់យើងពិតជាអស្ចារ្យយើងជាអ្នកមានបុណ្យព្រះអង្គម្ចាស់យ៉ាងមិនទៅឲ្យព្រះអង្គម្ចាស់ព្រះអង្គទូលបង្គំជាអ្នកយាមណា ចំណែកទូបង្គំជាអ្នកយាមដូចគ្នាអ្នកយាម មកព្រះកូនណាជួយខ្ញុំម្ចាស់ផងជួយខ្ញុំព្រះកូនណាជួយខ្ញុំម្ចាស់ផងពួកខ្ញុំម្ចាស់ខ្លាចខ្លាំងណាស់ ពូតនេះខ្លាចស្អីនេះជានគររបស់ព្រះបាទសុទ្ធតតើពូតនេះគិតថាពូតនាងពុំបានទទួលយុត្តិធម៌ទេឆាប់ទូលព្រះអង្គតាមត្រង់ទៅ ព្រះកូនណាខ្ញុំម្ចាស់ត្រូវគេកញ្ញាថ្ពាល់ក្រាបទូលខ្ញុំម្ចាស់ត្រូវគេកេះចំមកក្រាបទូលខ្ញុំម្ចាស់វិញត្រូវគេទះមាត់ក្រាបទូលឯខ្ញុំម្ចាស់វិញត្រូវគេវាយទាល់តែស្លាប់ក្រាបទូល តើចង្រៃណាហ៊ានធ្វើអញ្ចឹងចំពោះពូននាងទៅ គឺព្រះអង្គម្ចាស់ទេវទត្ត រាជបុត្រទេវទត្ត
ល្អណាស់តទៅថ្ងៃមកព្រះអង្គម្ចាស់នឹងលេចធ្វើខុសតទៅទៀតហើយពួកនាងទៅព្យាបាលរបួសពួកនាងចុះ សូមអរព្រះគុណក្រាបទូល ទៅយើងព្រះអង្គទេវតាត់មក ព្រះអង្គម្ចាស់គ្មានទោសកំហុសអីទេសូមព្រះរាជាទានទោសផងចុះក្រាបទូលព្រះអង្គប្រុសឲ្យតែមានអាយុលើសពី16ឆ្នាំសុទ្ធតែមានមិត្តភក្តិទាំងអស់ក្រាបទូល តើនរណាជាមិត្តភក្តិរបស់គេទៅតើជាប្រុសឬក៏ជាឪពុកម្ដាយតើគេមានតម្លៃចំពោះរាជវង្សសច្ចៈយើងយ៉ាងណាទៅទេវតាត់តែងតែប្រព្រឹត្តអំពើអាក្រក់ផ្ដេសផ្ដាស់គេខំព្យាយាមធ្វើឲ្យដូចជាសន្ធត់ហើយដោយការប្រព្រឹត្តរាល់ថ្ងៃគេកាន់តែឈួតលីលាឡើងការអប់រំគឺអាចធ្វើឲ្យមនុស្សល្អខ្លាយទៅជាអាក្រក់ប៉ុន្តែទេវតាត់មានបញ្ហាទៅបានជាគេធ្វើយ៉ាងនេះទៅវិញ ខ្ញុំបានប្រាប់លោកតាំងពីដំបូងម្លេះថារឿងនេះវាកាត់តែចាំហើយមុនពេលដែលស្ថានភាពដុតដាបជាងនេះយើងទាំងអស់គ្នាជាប្រិយសមាជិកយើងគួរតែធ្វើអ្វីមួយហើយនៅពេលនេះ តើរឿងអីទៅ ព្រះរាជាទុកបន្ទៃលើព្រះរាជបុត្រច្បងណាស់ព្រះអង្គអាចមិនបំពេញព្រះរាជកិច្ចដោយធ្វើឲ្យនគរបាត់ស្ថិរភាព ពិតជាអញ្ចឹងមែនហើយ ហើយក្រោមលក្ខខណ្ឌធម្មតាយើងទទួលបានផលតែចាប់ពីថ្ងៃនេះតទៅមនុស្សតែងតែទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកខ្ញុំគិតថាយើងចង់បញ្ចប់រឿងនេះភ្លាមតាមរបៀបស្វាស៊ីបាយលាមកពេលតើមានវិធីស្អីទៅយើងត្រូវតែគ្រប់គ្រងរាជបុត្រទេវតាត់ទាំងអស់នេះណាតើយើងធ្វើអ្វីបានទៅដែលព្រះអង្គសធននៅជាទីយាននោះអូសូមថ្វាយបង្គំព្រះអង្គម្ចាស់សូមស្ដេចយើងប្រថាប់យើងមកនេះយើងចង់ពិភាក្សាជាមួយអស់លោកព្រោះយើងមានការបារម្ភខ្លាំងណាស់តើមានបញ្ហាអីទៅក្រាបទូលគឺបញ្ហារបស់ព្រះអង្គម្ចាស់សធនមែនហើយព្រះអង្គម្ចាស់សធនវងវៃវងវ័ននឹងស្រីហើយនឹងស្រាគ្មាននឹងខ្យល់ស្អីទេតែគ្មានអ្វីខូចខាតផងក្រាបទូលគេមួយថ្ងៃស្វាងមួយថ្ងៃស្រវឹងគេបានឃ្លាតឆ្ងាយពីសិលធម៌មិនអើពើនឹងព្រះមេដាចំជាអាក្រក់មែនសូម្បីតែព្រះមេដាក៏គេមិនចាំដែរមានថ្ងៃណាមួយអំពើបាយមុខនេះនឹងអូសគេធ្លាក់នរកជាមិនខានចាំមើលទៅគេគង់តែមានថ្ងៃនោះទេគេបានដេកជាមួយស្រី3នាក់ក្នុងពេលតែមួយគួរក្តៅក្រហាយខ្ញុំមិនអាចទ្រាំបានទេខ្ញុំមិនអាចឈរមើលនឹងភ្នែកបានទេសកម្មភាពរបស់ព្រះអង្គម្ចាស់សធនគឺគួរឲ្យខ្មាស់អៀនណាស់ក្រាបទូល យើងគួរតែសូមព្រះរាជាដកសិទ្ធិរាជយាតពីត្រង់តែម្ដងទៅណាធ្វើអញ្ចឹងទៅប្រសើរ ប៉ុន្មានហើយយើងត្រូវតែទទួលដល់ព្រះអង្គឲ្យព្រះអង្គដាក់រាជបញ្ជាទៅព្រះអង្គម្ចាស់សធនលះបង់នៅតំណែងជាទីយាតទៅត្រឹមត្រូវវិធីនេះយើងត្រូវតែសាមគ្គីគ្នាទើបបានសម្រេច តើយើងឡើងសកម្មភាពនៅថ្ងៃណា ថ្ងៃស្អែកយើងនឹងជួយជ្រោមជ្រែងព្រះអង្គម្ចាស់ ត្រូវហើយពួកទូលបង្គំនឹងរងចាំព្រះអង្គនៅក្នុងសវនាការចុះ ព្រះអង្គម្ចាស់ពិតជាឈ្នះហើយគោលបំណងរបស់ទូលបង្គំនៅក្នុងជាតិនេះគឺការឃើញព្រះអង្គឡើងគ្រងជាក្សត្រតែប៉ុណ្ណោះហើយអស់លោកនឹងខ្លាយទៅជាមហាមន្ត្រីរបស់យើងទូលបង្គំចូលរួមបង្ហាញព្រះអង្គដែរ អស់លោកហេតុអីក៏អស់លោកបានមកជួបជុំគ្នាចំពេលល្អម្ល៉េះ ព្រះអង្គទូលបង្គំមកពិភាក្សាពីរឿងព្រះអង្គម្ចាស់សធនក្រាបទូល ឬសធនអីទូលប្រាប់យើងមកតើអស់លោកចង់និយាយពីអី ព្រះអង្គប្រជារាស្ត្រគ្រាន់តែចង់ តើប្រជារាស្ត្រចង់ប្រាថ្នាអ្វីទៅយើងនៅទីនេះគឺដើម្បីបំពេញបំណងប្រជារាស្ត្ររបស់យើងហើយតើប៉ុន្តែហើយព្រះអង្គដូច្នេះបានជាប្រជារាស្ត្រគោរពព្រះអង្គដូច្នេះ កុំរារាយចិត្តអីបើមានអីនិយាយមកចូល ព្រះអង្គប្រជារាស្ត្រចង់ឃើញរាជាយានសធនបង្ហាញនៅដីជានុភាពរបស់ទ្រង់តែប៉ុណ្ណោះទេក្រាបទូលប្រជារាស្ត្រនឹងបានរីករាយដោយបានឃើញនៅថ្មីប្រហោះដែលប្រាអាវុធរបស់ព្រះអង្គម្ចាស់ហើយនឹងបានដឹងថាព្រះអង្គជាអ្នកធ្វើសង្គ្រាមនឹងយុទ្ធគុណតែប៉ុណ្ណោះទេក្រាបទូល សូមអស់លោកជ្រើសរើសពេលល្អមួយដើម្បីថ្វាយដល់រាជបុត្រដោយកំណត់យកថ្ងៃស្អែកឲ្យទ្រង់បានបង្ហាញនៅថ្មីប្រហោះរបស់ព្រះអង្គ បើអញ្ចឹងកំណត់យកថ្ងៃស្អែកក្រាបទូល ព្រះអង្គម្ចាស់បំណងរបស់ព្រះអង្គម្ចាស់នៅក្រៅទីជាការពិតហើយ
ហើយរាជបុត្រសធននោះនឹងធ្លាក់នៅក្នុងអសមត្ថភាពព្រះអង្គប្រកាសជាបានទទួលជោគជ័យអបាយករបស់យើងនឹងធ្វើឲ្យសធនទទួលបរាជ័យមិនខានយើងនឹងខ្លាចទៅជាស្ដេច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 លោកមហាមន្ត្រីភ្នាល់ថាព្រះអង្គម្ចាស់សធននឹងឈ្នះដោយគេមិនដឹងថាយើងមានមនុស្សបង្កប់ក្នុងជួរប្រជារាស្ត្រជាច្រើនលោកមហាមន្ត្រីគិតថាខ្លួនឯងឆ្លាតណាស់ទៅមើលទៅគេប្រហែលជាស្មានខុសហើយព្រះអង្គម្ចាស់គេគួរកញ្ចាស់នោះគិតថាខ្លួនឯងឆ្លាតគឺគេល្ងងទៅវិញទេចំណែកលោកទៅជាមនុស្សឆ្លាតលោកនឹងខ្លាចទៅជាមហាអបរាយរបស់យើងឈប់សិនយើងចង់ជួបព្រះសុទ្ធនសូមចាំមួយផ្លែតចាណាឯងចង់កល់យើងពិតមែនហើយទូលបង្គំចង់ពិភាក្សាជាមួយព្រះអង្គពេលនេះក្រាបទូលគឺពេលនេះហើយក្រែងពេលនេះគឺជាពេលផឹកហើយព្រះបិតាក៏មានបន្ទូលចឹងដែរពិតមែនហើយតើពេលនេះជាពេលដែលយើងត្រូវសប្បាយមែនទេមែនហើយក្រែងពេលនេះជាពេលដែលណែបនិតជាមួយនឹងស្រីស្អាតតើមែនដែរទេពិតមែនហើយអញ្ចឹងកុំរំខានយើងអីដើម្បីឲ្យយើងបានឡើងឋានសួគ៌មកតើស្រីស្នំទៅណាអស់ហើយមកឲ្យលើឡើងព្រះម្ចាស់សូមព្រះអង្គចាំបន្តិចទៀតទៅចាំទូលបង្គំទូលថ្វាយក្រែងពេលនេះយើងកំពុងតែនិយាយគ្នាមែនហើយតែទូលបង្គំចង់ជជែកគ្នាស្ងាត់ៗជាមួយព្រះអង្គតែពីនេះស្រីចូលទៅក្នុងទៅចាំបន្តិចទៀតយើងទៅតាមក្រោយកុំភ្លេចទឹកស្រាយើងមួយពេងផងណាដឹងទេសោយពេលនេះមិនបានទេចាំទូលបង្គំទូលចប់ចាំសោយចុះអូចាណាគ្មានស្រីហើយពេលនេះគ្មានស្រាទៀតបានយល់ព្រមពួកនេះនាំគ្នាចេញទៅចុះមកទៅជាមួយយើងព្រះម្ចាស់ស្រេចជាងទៅព្រះម្ចាស់ជើងប្រថាប់ទៅអញ្ចឹងក៏បានចុះស្អីគេហ្នឹងសម្រាប់លោកព្រះភ័ក្ត្រចាណាយើងពិតជាមិនអីទេណាមកអង្គុយមកនៅដល់ណាទៀតឆាប់អង្គុយភ្លាមមកតែទូលបង្គំគ្រាន់តែជាអ្នកបម្រើតែប៉ុណ្ណោះទេឯងជាមិត្តរបស់យើងទេព្រោះតែចឹងហើយបានជាទូលបង្គំមករកព្រះអង្គដូចនេះចាណាពេលនេះឯងឃើញយើងហើយតើឥឡូវនេះទូលប្រាប់យើងមកតើឯងមករកយើងនេះមានការអីទៅទូលប្រាប់យើងភ្លាមមកព្រះអង្គម្ចាស់ទេបតនព្យាយាមក្បត់ព្រះអង្គហើយតើគេនិយាយអ្វីពីយើងមនុស្សប្រមឹកមនុស្សល្មមកាមគុណអញ្ចឹងតើគេមិនផឹកតើគេមិនរំទេវាដូចតែយើងដែរហ្នឹងទេបតតក៏ចេះស្រឡាញ់ស្រីដែរតើគេមិនខុសពីយើងប្រមាណនោះទេដូចតែគ្នាទេមិនក៏គេថាឲ្យយើងបែបនេះទៅវិញតែនេះមិនមែនជាគុណធម៌របស់ព្រះអង្គម្ចាស់ទេព្រះអង្គមានជំនាញប្រើអាវុធព្រះអង្គត្រូវតែក្លាហាននិងមានមោទនភាពដូច្នេះព្រះអង្គត្រូវតែក្រោកឈរឡើងទៅបានតែយើងអាចធ្វើអ្វីបានទៅព្រះអង្គអាចព្រះអង្គជាអ្នកមានបុណ្យបារមីនៅក្នុងមាត់ជួងក្រែងអាចចង់និយាយអញ្ចឹងមែនទេនេះជាបន្ទូលរបស់ទ្រង់ទេបតទេលោកមហាមន្ត្រីបានជំរុញព្រះរាជាឲ្យព្រះរាជបុត្របញ្ចេញថ្វីប្រហោះហើយតើរដ្ឋាភិបាលស្អីទៅពួកគាត់បានសម្រេចតាំងពីម្សិលមិញម្លេះហើយទូលបង្គំក៏មិនដឹងដែរសត្វតោគឺមិនខ្លាចអ្វីទាំងអស់បើគេចង់ធ្វើអីទុកឲ្យគេធ្វើតាមចិត្តរបស់គេទៅចុះយើងមិនខ្វល់ព្រះអង្គទូលបង្គំចង់ឲ្យព្រះអង្គបញ្ជាក់ថាព្រះអង្គពិតជាមានរាជជាតិដែលមានសមត្ថភាពសម្រាប់រាជវង្សក្សត្រជានេះព្រះរាជបុត្រទូលបង្គំស្រឡាញ់ព្រះអង្គណាព្រះអង្គគឺជាមិត្តល្អរបស់ទូលបង្គំ
ទូលបង្គំមិនអាចស្ដាប់នឹងឃើញគេប្រមាថព្រះអង្គនោះទេក្រាបទូលហើយទូលបង្គំក៏មិនអាចទ្រាំមើលព្រះអង្គត្រូវគេនិយាយមូលបង្កាច់ដែរព្រះអង្គត្រូវតែភ្លឺស្វាងដូចជាសូរិយានាពេលថ្ងៃហើយព្រះច័ន្ទពេញបរមីនាពេលយប់ទៅក្រាបទូលចាណាយើងស្គាល់ឯងច្បាស់ណាស់ហើយយើងក៏ដឹងដែរថាឯងស្រឡាញ់យើងប៉ុណ្ណាតែទេវទត្តហើយនឹងអ្នកដតីទៀតគេនិយាយគឺតាមគំនិតរបស់គេទៅចុះទុកឲ្យគេប្រឆាំងនឹងយើងចុះហើយយើងនឹងឈ្នះទៅទីបញ្ចប់ហើយយើងនឹងឈ្នះទឹកចិត្តប្រជានរាស្ត្រនគរកបលភ័ស្ត្រទៀតផងយើងដឹងថាយើងនេះកើតមកគឺដើម្បីសម្រេចគោលបំណងប៉ុន្តែយើងពិតជាមិនដឹងថាតើត្រូវធ្វើយ៉ាងម៉េចទេយើងត្រូវតែឲ្យប្រជារាស្ត្រមានសេចក្តីសុខក្សេមក្សាន្តទៅបានយើងត្រូវតែឲ្យពួកគេបានសោយសុខគ្រប់គ្នាដូច្នេះហើយយើងក៏មានភាពរីករាយដែរចាន់ណាឯងនៅជាមួយនឹងយើងដូច្នេះឯងជួយយើងផងទៅណាចាន់ណាឯងយល់ព្រមនៅជាមួយនឹងយើងដែរទេចាន់ណាឯងឆាប់និយាយព្រមទៅចាន់ណាសម្លាញ់របស់ខ្ញុំថ្ងៃស្អែកក្នុងពិធីប្រកួតពួកឯងត្រូវតែជួយយើងឲ្យទាន់តែបានឲ្យទូលបង្គំធ្វើឲ្យក្រាបទូលគឺបំបាក់ឆ្អឹងសធុតចោលតើឲ្យទូលបង្គំធ្វើអ្វីដែរទៅក្រាបទូលបើខ្វះភ្នែកសធុនបានត្រូវតែធ្វើយើងចុះទូលបង្គំវិញឯងត្រូវតែចាត់ការគូសត្រូវកុំឲ្យដកដង្ហើមមិនសោះយើងត្រូវតែឈ្នះក្នុងការប្រកួតការប្រកួតនេះត្រូវតែបំបាក់ឆ្អឹងរបស់សធុនពេលដែលព្រះអង្គម្ចាស់ទេបន្ទាត់ចូលប្រកួតពួកឯងត្រូវតែធ្វើចាញ់នឹងអស់គ្នាតើយល់ដែរទេនេះជាវិធីមួយដែលល្អបំផុតពួកឯងត្រូវតែជួយយើងនៅក្នុងពេលនេះណាយល់ហើយទេបានលោកបន្តយ៉ាហើយបានជាព្រះអង្គប្រទានមាសដល់ពួកគេទៅព្រះអង្គពួកយើងបម្រើព្រះអង្គយូរហើយទូបង្គំយកអង្គរៈរបស់ព្រះអង្គឯងបង្គំក៏ដូចគ្នាដែរតែពួកយើងបម្រើព្រះអង្គយូរតែបង្គំឲ្យទូបង្គំខ្លះផងទៅហើយប្រទានឲ្យទូបង្គំមែនហើយទូបង្គំធ្វើនេះដើម្បីព្រះអង្គដែរតើទូបង្គំខំការពារព្រះអង្គបម្រើព្រះអង្គយូរមកហើយគឺតែបង្គំឲ្យទូបង្គំផងទៅតាមព្រះអង្គប្រទានមាសមកមានអ្វីក្រៅពីកាច់បំបាច់ឆ្អឹងសធុនក្នុងការប្រកួតថ្ងៃស្អែកទេរៀបចំហើយឬនៅចារួចហើយលោកប្តីកាន់ឲ្យថ្នមបន្តិចប្រយ័ត្នណាតើយាសាធារីរៀបចំហើយឬនៅកូនស្រីតើរួចហើយនៅចាហើយអ្នកម៉ែព្រះអង្គនាំបត្រីទៅជាមួយធ្វើឲ្យខ្ញុំម្ចាស់នឹងបារម្ភខ្លាំងណាស់ក្រាបទូលហេតុអីក៏បារម្ភស្រីតែងតែបារម្ភច្រើនចឹងហើយយើងសុបិនថានឹងនាំលៀបដល់បត្រីបាត់រៀបចំរួចហើយព្រះបិតាជាងមកដល់ហើយអ្នកដែលព្រះអង្គសុបិននាអនាគតព្រះអង្គមិនត្រូវយើងទៅណាចោលបត្រីឡើយបត្រីមិនទាន់រៀបអភិសេកដូច្នេះហើយយើងត្រូវទទួលខុសត្រូវចំពោះបត្រីហើយក្រោយមកគឺស្វាមីរបស់បត្រីមេដាតើរៀបអភិសេកពិបាកណាស់មែនទេខ្ញុំម្ចាស់ចង់ខ្លាចជាស្ត្រីដ៏អស្ចារ្យម្នាក់ណាក្រាបទូលមែនហើយបិតាជឿជាក់លើបត្រីថានឹងសម្រេចជាមិនខានព្រះបិតាធ្វើតាមខ្ញុំម្ចាស់ជានិច្ចមែនទេក្រាបទូលក្មេងស្រីនៅក្មេងមិនទាន់ស្គាល់បទពិសោធន៍នៃជីវិតទេបន្តិចទៀតបត្រីនឹងស្ដាប់តាមបញ្ជាស្វាមីហើយបត្រីជាបត្រីតែមួយគត់របស់បិតាយើងចង់ឲ្យបុត្រមានអនាគតភ្លឺស្វាងហើយការប្រកួតក្នុងរាជវាំងគឺមានការចូលរួមពីរាជបុត្រសុធនទេវទត្តហើយអ្នកការផ្សេងទៀតដែលត្រូវបង្ហាញជំនាញប្រយុទ្ធយើងចង់ឲ្យបត្រីបានឃើញដោយផ្ទាល់ដើម្បីឲ្យបត្រីបានសប្បាយរីករាយម្ដងបត្រីត្រូវយាងតាមបិតាឲ្យជាប់កុំឲ្យឃ្លាតឲ្យសោះហើយមេដាអនុញ្ញាតឲ្យបត្រីយាងទៅក៏ព្រោះតែបំណងរបស់បិតាដែរមេដាដូចជាមិនរីករាយប្រតិទោះតែសោះហើយមេដាកំព្រួយបាត់នឹងធ្វើតាមបន្ទូលរបស់ព្រះមេដាព្រះស្វាមីតើការប្រកួតគេប្រើអ្វីខ្លះទៅអ្នកណាទៅដឹងវាប្រហែលជាមានប្រយោជន៍ខ្លះដូច្នេះមហេសីគួរតែកុំមានប្រតិចង្អៀតចង្អល់ពេកតបត្រីយើងល្មមជាដំណើរហើយ
จโยพระบาทสะทน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 จโยพ
เจโยพระบาทสะทด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  ចាប់ផ្ដើមប្រកួតទៅ Cheyo Prabha Sathot, Cheyo, 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 Cheyo Prabha Sathot, Cheyo,
Jayo Prabhasatha Jayo 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 Jayo Prabhasatha Jayo
ជ័យយោជ័យយោព្រះបាទសោតជ័យយោជ័យយោព្រះបាទសោតជ័យយោជ័យយោព្រះបាទសោតជ័យយោព្រះអង្គម្ចាស់គង់នៅណាទៅព្រះអង្គម្ចាស់ធ្លោះហើយព្រះអង្គម្ចាស់ខ្វះភ្នែកហើយហេតុអីបានជាព្រះអង្គម្ចាស់ធ្វើឲ្យយើងបរាជ័យបែបនេះនៅក្នុងវិហារយើងបានថ្វាយដង្វាយដល់ព្រះអង្គយើងបានសន្យាថានឹងប្រទានមកុដពេជ្រឲ្យព្រះអង្គតែហេតុអីបានជាព្រះអង្គធ្វើដូច្នេះចំពោះយើងព្រះអង្គបែរតែជួយព្រះអង្គម្ចាស់សុធតធ្វើឲ្យមនុស្សរបស់យើងបរាជ័យទាំងអស់តើយើងអន់ជាងសុធតត្រង់ណាទៅយើងសង្ហាយើងក្លាហានដូចជាសុធតដែរហេតុអីទៅហេតុអីបានជាចឹងគួរតែប្រាប់យើងមកមើលសាន់ថើទៅហេតុអីបានជាសុធតឈ្នះតើហេតុអីទៅហេតុអីបានជាសុធតឈ្នះយើងព្រះអង្គតាំងពីដើមមកទូបង្គំមិនដែលឃើញព្រះអង្គខ្ញាល់បែបនេះទេព្រះអង្គទុំបន្តិចសិនទៅក្រាបទូលទេថ្ងៃនេះមានអ្នកខ្លះប៉ធ្វើគុណដល់បុត្រសុធនដោយសារតែព្រះជាម្ចាស់ជួយទើបសធត់បានសុខសាន្តតើអ្នកណាមិនក៏ស្រេចឈាមបុត្ររបស់ជើងម្ល៉េះតើជនណាហ៊ានប្រព្រឹត្តអំពើទុច្ចរិតបែបនេះតើមានអ្នកណាក្រៅពីទេវទត្តមហេសីក៏ពុំមានបន្ទូលរឿងអីនេះជាការពិតទេវទត្តជាបុត្ររបស់មហេសីហើយជាព្រះអង្គម្ចាស់ទ្រង់នឹងមិនធ្វើបែបនេះឡើយបុត្រាខ្ញុំម្ចាស់នេះជាកម្មផលរបស់ខ្ញុំម្ចាស់ទេវទត្តជជែកខ្លាំងណាស់មានតែគេទេទើបហ៊ានធ្វើរឿងលីលាបែបនេះមហេសីមិនចាំបាច់បន្ទោសខ្លួនឯងទេទោះយ៉ាងណាក៏ដោយគេជាបុត្ររបស់យើងដែរខ្ញុំម្ចាស់ស្គាល់បុត្រទាំងពីរអង្គនេះច្បាស់ណាស់ថ្មីត្បិតតែខ្ញុំម្ចាស់មិនបានប្រសូតសធត់មែនតែខ្ញុំម្ចាស់ចាត់ទុកគេដូចជាបុត្របង្ការរបស់ខ្ញុំម្ចាស់មហេសីយើងដឹងនៅទឹកប្រទេសដ៏ល្អរបស់មហេសីហើយយើងមិនរៀបរែកអ្វីទៀតឡើយមានតែព្រះជាម្ចាស់ទេទើបស្វែងរកចម្លើយដោះស្រាយបញ្ហានេះបាន
हम कहीं खो जाए chút vì ai sạch tới nè ចាអ្នកមីងអ្នកមីងតាយ៉ាស៊ូនាងទៅណាហើយ có tầm mấy tè mà cho máu giả su nơi khẳng không ai nó mình bật bàn khơi ai mà lên tè bị mấy ngày hái dương cật thà ai chỉ ba chỉ tầm mưa cạp cột អត់ទេអ្នកមីងខ្ញុំទៅមិនបានទេព្រោះតែអញ្ចឹងទៅខ្ញុំមកទីនេះ sắc sập bài tè con សុ tầm ខ mấy សប្បាយទេចុះឯងវិញនោះ chạy chạy kia lên tới dương tờ rọc trong đây mà ai nhầm ná យ៉ាស៊ូឯងមើលទៅដូចជាប្លែកណាស់តើមានរឿងអីហ្នឹង ខ្លាចរឿងអីទៅ យើងដូចជារកនិយាយមិនកើតទេ តាមានរឿងអីទៅប្រាប់មក អញ្ចឹងចាំយើងប្រាប់ឯងណាយើងឃើញសុបិនក្នុងភ្នែករបស់នាងនោះអី សុបិន មើលចុះមុខនាងឡើងក្រហមអស់ហើយ ក៏ហមអីទៅ មែនហើយតែឯងចង់ស្ដាប់ទៀតទេ បានហើយពិតជាខូចមែនឯងនេះ ខូចទេយើងមានអារម្មណ៍ដឹងបានតែឯងម្នាក់ប៉ុណ្ណោះតើមានអ្នកណាដែលយើងស្រឡាញ់ដូចជាឯងម៉ែចង់យើងចង់បណ្ដេញយើងចេញពីផ្ទះហើយពុកគាត់ក៏មិនព្រមឲ្យយើងរៀបការទៀតនេះឯងជាក្តីសង្ឃឹមរបស់យើងឯងជាមិត្តរបស់យើងមិនអាចរស់នៅដោយគ្មានឯងឡើយសូមអាណិតដល់យើងផងណា ណែប្រយ័ត្នណាធ្វើអ្វីត្រូវចេះពិចារណាកុំឲ្យហួសហេតុខ្លាំងពេកណាស់ហើយចុះចាំខ្ញុំប្រាប់ឯងពីការប្រកួតទៅចុះណា ចឹងឯងប្រាប់យើងមក ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់តើគេជាអ្នកណាតើគេក្មេងទេហើយគេស្អាតទេហើយគេបានលួចមើលឯងទេឯងប្រាប់ខ្ញុំមក នៅឲ្យស្ងៀមទៅហើយចាំស្ដាប់ណា បើឲ្យយើងឈប់និយាយតើបានអ្នកណាសួរឯងទៀតហើយបើសិនជាគ្មានអ្នកសួរនោះតើមានអ្នកណាឆ្លើយ ឆា ទៅ ប់សួរទៀតទៅចាំស្ដាប់យើងឮហើយនឹងព្រះអង្គសធាត់បានយកចិត្តជំនះលើព្រះអង្គទាំងអស់លើការប្រកួតច្បាប់ការបាញ់កាយតន់និងក្បាច់កុនដាងប្រជានារីបានអបអរសាទរមានសម្រាប់ជ័យខុសយ៉ាងខ្លាំងទៀតផងនិងមានកម្រងផ្កាអបអរសាទរថ្វាយដល់ព្រះអង្គប្រជានារីច្រៀងថ្វាយព្រះពរហាក់ដូចជាប្រគំសាទរថ្វាយព្រះអតិទេពអញ្ចឹង យើងមិនបានដឹងថាតើអតិទេពបានឃើញការប្រកួតឬក៏អត់ទេប៉ុន្តែយ៉ាស៊ូបានឃើញហើយថែមទាំងថ្វាយបេះដូងដល់ព្រះអង្គទៀត ណែអាចកំពុងនិយាយស្អីហ្នឹងណែចំអែតកាពះសិនទៅ អរគុណអ្នកមីង អរគុណស្អីនាងហាក់ដូចជាកូនស្រីយើងដែរតាមែនទេ អូម្ចាស់ថ្លៃអើយបើខ្ញុំទៅមិនទាន់ពេលទេអ្នកម៉ែច្បាស់ជាខឹងនឹងខ្ញុំទៀតហើយយ៉ាស៊ូចាំយើងជួបគ្នានៅក្នុងសួនច្បារណាយើងនឹងចាំឯងនៅទីនោះយើងទៅហើយឯងកុំភ្លេចឲ្យសោះណា សុខសប្បាយណាស់កូនតាមីហើយក្មេងកំសត់អើយនាងគួរតែកើតក្នុងក្រុមគ្រួសារអ្នកមានមួយមែនហើយគឺក្នុងគ្រួសារស្ដេចមែនហើយមនុស្សគ្រប់រូបគួរតែកើតក្នុងគ្រួសារស្ដេចកូនក៏ចង់ឃើញមិត្តភក្តិមានសេចក្តីសុខដែរមិនអញ្ចឹងហ៎តែមែនទេកូន គឺស្រីរូបស្អាតយកសាធារាមិត្តរបស់យើងសាធារាពេលនេះដល់វេនអ្នកនាងត្រូវបិទមុខម្ដងហើយអត់ទេអញលេចបន្លំយើងមិនបិទមុខទេយើងខឹងហើយឆាប់ចងមុខទៅអាឡែងតងក់ងោដល់ណាទៀតដល់ថ្ងៃស្អែកអ្នកនាងអាចចាប់បានប្រុសស្អាតនោះបានហើយគឺមិនខកបំណងទេ គាត់ដើម្បីយើងមិនចូលចិត្តឲ្យឯងមកចំអន់យើងបែបនេះទេ ណាហើយឈប់ក៏បានមកឥឡូវយើងនាំគ្នាលេងល្បែងអីផ្សេងពីនេះវិញទៅ យើងនាំគ្នាលេងភ្នាល់គ្នាទៅតើបានទេ អ
ខ្ញុំមើលអូត្រូវមកបានអញ្ចឹងថ្ពាល់ឡើងក្រហមរលោងចុះបើត្រូវព្រះស្វាមីថើបពេញនោះមិនឆេះខ្ទេចថ្ពាល់នេះអស់ទៅហើយហ៎ពិតជាឆេះខ្ទេចទីអស់ហើយហើយនេះនិយាយប្រាប់ខ្ញុំមកតើមានរឿងអ្វីខ្លះនៅទីនោះហើយកៃលានដ្ឋានត្រូវបានរៀបចំតុបតែងយ៉ាងស្អាតបាតជារៀងរាល់ថ្ងៃហើយមានព្រះរាជាមកគ្រប់នគរដែលបាននាំទាំងបុត្រីមកជាមួយផងពេលនោះមានព្រះអង្គមួយអង្គដែលប្រសើរជាងព្រះអង្គដទៃទៀតក៏យាងមកដែរពេលនោះយើងចាប់ផ្នែកទៅក៏ជួបនឹងព្រះអង្គសទ្ធត្ថតើមានអីកាត់ឡើងទៅគឺការប៉ះទង្គិចនៃភ្នែកបានធ្វើឲ្យយើងរស័ព្ទរសល់ក្នុងចិត្តចម្លែកមែនណាបន្ទាប់មកតើមានរឿងអ្វីកាត់ឡើងទៀតការប្រកួតក៏បានចាប់ផ្ដើមយ៉ាងខ្លាំងក្លាចប់ចំណែកឯងវិញខ្ញុំដឹងថាចិត្តរបស់យើងចម្លែកខ្លាំងណាស់ក្នុងខណៈនៃព្រះអង្គម្ចាស់សទ្ធត្ថតបានចាប់ផ្ដើមមានជ័យជំនះលើគូប្រកួតបេះដូងរបស់ខ្ញុំកាន់តែលោតខ្លាំងឡើងថែមទៀតក្រោយមកភាពអង្អាចនិងការឆ្លៀសវៃរបស់ព្រះអង្គក៏បានឈ្នះជាបន្តបន្ទាប់លើគូប្រយុទ្ធធ្វើឲ្យចិត្តរបស់យើងនឹងរីករាយជាអនេកចុះព្រឹត្តិការណ៍ផ្សេងទៀតតើមានរឿងអីដែរទោះជាក្នុងការប្រកួតបែបណាក៏ដោយក៏គ្មានគូណាអាចយកឈ្នះព្រះអង្គបានឡើយព្រះអង្គបានយកជ័យជំនះលើគូប្រកួតទាំងអស់ទាំងការបាញ់ព្រួញការប្រយុទ្ធដោយអាវុធបោកចំបាប់ហើយនឹងជីសេះក្នុងពេលនោះគូប្រយុទ្ធទាំងអស់បានព្យាយាមវាយលុកលើព្រះអង្គតែដោយការប៉ិនប្រសពនិងការឆ្លៀសវៃរបស់ព្រះអង្គក៏ឈ្នះលើដៃគូទាំងអស់នោះទៅខ្ញុំសប្បាយចិត្តណាស់ចុះក្រោយមកទៀតចៅក្រមក៏បានប្រកាសនៃជ័យជំនះរបស់ព្រះអង្គហើយវងមហាជនដ៏ច្រើនកកក៏បានអបអរសាទរដល់ព្រះអង្គហើយក៏បានបាច់ផ្កានៅពេលនោះយើងក៏ភ្លេចខ្លួនហើយក៏បានបោះកម្រងផ្កាបពាក់ថ្វាយព្រះអង្គទៅហើយកម្រងផ្កាក៏បានបំពាក់លើព្រះសុរោះរបស់ព្រះអង្គតែម្ដងទៅព្រះអង្គម្ចាស់សទ្ធត្ថអញ្ចឹងនៅទីបញ្ចប់អ្នកនាងគឺជាអ្នកបំពាក់កម្រងផ្កាថ្វាយព្រះអង្គហ៎មែនហើយព្រះអង្គជាមនុស្សតែម្នាក់លេខ1នឹងបានឈ្នះបេះដូងស្រីស្អាតបំផុតដែរព្រះអង្គមានសំណាងណាស់ពពុលសម្លាញ់មានរឿងអីហ្នឹងបោកដូចជាសប្បាយចិត្តថ្ងៃរឿងវាត្រូវតែអញ្ចឹងមានរឿងអីនិយាយប្រាប់ខ្ញុំផងមករឿងដែលយើងខំចាំបានគិតមកដល់ហើយណាខ្ញុំមិនជឿសោះនិយាយប្រាប់បន្តិចមកបានទេបន្តិចទៀតព្រះអង្គម្ចាស់សុធុតនឹងធ្វើការជ្រើសរើសមហេសីហើយចាស់មិនបានជាបងសប្បាយចិត្តខ្លាំងម្ល៉េះប្រពន្ធសម្លាញ់ចំជាមិននឹងអីមែនយើងនឹងនាំកូនស្រីយសោធារាទៅចូលរួមការប្រកួតរើសមហេសីការជ្រើសព្រះមហេសីរបស់ព្រះអង្គតើអ្នកណាឲ្យយើងចូលទៅគឺមានតែព្រះរាជវង្សានុវង្សប៉ុណ្ណោះយើងមិនអាចទៅទីនោះបានយើងនឹងថាម៉ែវាឲ្យប្រកាសជានិយាយបែបនេះតើម៉ែវាឲ្យនឹងទីថាបុត្រីរបស់យើងមានសម្រស់ស្រស់ស្អាតយ៉ាងណារូបថោមឡោពណ៌របស់បុត្រីយើងបានធ្វើឲ្យមនុស្សគ្រប់រូបចាប់អារម្មណ៍ហើយអ្វីបានជាព្រះអង្គម្ចាស់មិនសពប្រតិទៅមែនសម្រាប់បុត្រីយើងល្អត្រកាលណាតែបើនិយាយពីធនធានវិញយើងប្រហែលជាកុំគិតពីរឿងទ្រព្យសម្បត្តិអីគឺនិយាយថាសំណាងល្អជាងទ្រព្យធនតែនៅចាញ់សម្រស់ដែលតាក់ទាញដោយចោលលួចបេះដូងនឹងហើយម្យ៉ាងទៀតកូនរបស់យើងគឺគ្មានស្រីណាអាចព្រៀបផ្ទឹមបានឡើយតែយើងធ្វើមិនអាចចូលរួមពិធីនោះបានទៅអើយម៉ែវាកុំបារម្ភពីរឿងនេះអីទោះយើងចាត់ចែងចុះបងក៏ត្រូវតែប្រាប់យ៉ាស៊ូដែរយើងដឹងហើយយាសោធារាកូនសម្លាញ់ចាស់បងយើងបានសម្រេចចិត្តថាឲ្យកូនមានស្វាមីតើកូនយល់យ៉ាងណាដែរទៅបងអ្វីដែលពុកបានសម្រេចហើយនោះក៏ជាការសម្រេចចិត្តរបស់កូនស្រីដែរម៉ែបានសម្រេចចិត្តថាឲ្យកូនស្រីរៀបការជាមួយព្រះអង្គម្ចាស់សទ្ធត្ថហើយតើកូនសម្រេចយ៉ាងណាដែរទៅឪពុកម្ដាយណាក៏តែងតែស្វែងរកសុភមង្គលឲ្យកូនដែរបើពុកសម្រេចចិត្តរួចទៅហើយតើកូនត្រូវនិយាយអ្វីទៀតទៅអាចជាកូនតែមួយកូនរបស់យើងចង់ឲ្យកូនមានជីវិតគុំថ្កើងមានសុភមង្គលតែបើកូនមានអ្វីចង់និយាយនោះកុំស្ទាក់ស្ទើយកូនឆាប់និយាយមកចោលមែនហើយកូនមានសិទ្ធិបញ្ចេញយោបល់នឹងការសម្រេចចិត្តរបស់កូនអ្នកម៉ែមិនថាពុកសម្រេចយ៉ាងណាជួបកូននោះទេកូនមានតែករណីយកិច្ចគ្រប់តាមពុកម៉ែតែប៉ុណ្ណោះកុំគិតដូច្នេះអីកូននិយាយត្រង់មកណា
តើកូនព្រមទទួលយកព្រះអង្គម្ចាស់សុទ្ធធ្វើជាស្វាមីទេហើយពួកយើងមិនចង់ឲ្យកូនអៀនខ្មាស់ចំពោះរឿងនេះដែរតើកូនគិតយ៉ាងណាដែរប្រាប់ពុកមកណាប្រាប់ពុកមក លោកពុកតើស្ត្រីណាដែលមិនចង់បានព្រះអង្គម្ចាស់ធ្វើជាព្រះស្វាមីនោះ ព្រះម្ចាស់ព្រះអង្គកំពុងតែភ្លេចតើគ្រឿងអីទៅក្រាបទូលក៏ចាំមកចាណាថ្ងៃនេះយើងខ្វល់ប្រតិខ្លាំងណាស់មានទូលបង្គំនៅក្បែរហើយព្រះអង្គកំព្រួយបារម្ភអីក្រាបទូលឆាប់ប្រាប់ទូលបង្គំមកឯនឹងហើយថាបិតាបានសម្រេចប្រតិឲ្យយើងរៀបអភិសេកមិនក៏ព្រះអង្គចាប់បាច់ព្រួយប្រតិបែបនេះមិនក៏មិនឲ្យព្រួយអាចដឹងទេថាយើងនៅណាយក្នុងលោកីនេះបែបណាដែរទេព្រះអង្គក្នុងរឿងនេះទូលបង្គំមិនយល់ស្របទេអាពាហ៍ពិពាហ៍គឺជាចំណងជាអមតៈនៃព្រលឹងពីររួមគ្នាតើនារីមួយណាទៅដែលយើងត្រូវអភិសេកជាមួយនោះតើនារីមួយណាដែលយល់ពីអារម្មណ៍របស់យើងហើយគ្រប់គ្រងយើងនាអនាគតនោះព្រះអង្គតាមពិតទៅទូលបង្គំមកទីនេះក៏ដើម្បីពិភាក្សាលើបញ្ហានេះដែរហើយមាននារីម្នាក់ដែលស័ក្តិសមធ្វើជាមហេសីព្រះអង្គគេនឹងតាមព្រះអង្គដូចជាសមោលអញ្ចឹងហើយនារីនោះស័ក្តិសមនឹងក្តីស្រឡាញ់របស់ព្រះអង្គហើយបើបានរៀបអភិសេកជាមួយនឹងនាងហើយព្រះអង្គពិតជាមានសេរីភាពបបោបើទោះជារៀបអភិសេកហើយក៏ដោយហើយផ្ទុយទៅវិញនោះសេរីភាពនឹងចំណងប្រាប្រការគឺជាចក្រវាលនៃជីវិតរបស់ព្រះអង្គអញ្ចឹងតើនេះជាណាហើយនៅទីណាទៅតែធ្លាប់បានឃើញនឹងដែរមិនក៏អាចដឹងរឿងនេះច្រើនម្ល៉េះព្រះអង្គនេះជាលើកទី1ហើយដែលទូលបង្គំឃើញព្រះអង្គព្រួយប្រតិយ៉ាងនេះទូលបង្គំមានចម្លើយមួយសម្រាប់ឆ្លើយនៅសំណួររបស់ព្រះអង្គនេះជាកូនស្រីឈ្មោះម្នាក់ឈ្មោះថាធនពងដែលនៅក្នុងភូមិក្បែររាជវាំងនេះតើយើងអាចជួបនាងបានទេទូលបង្គំមិនហ៊ានសន្យាទេតែទូលបង្គំនឹងព្យាយាមក្រាបទូលតើពិបាកណាស់ទៅបើត្រឹមតែជួបនាងនោះអញ្ចឹងទុកឲ្យយើងមើលនាងពីចម្ងាយក៏បានបើឯងគិតថានាងស័ក្តិសមនឹងយើងនោះនាងត្រូវតែជាមនុស្សល្អក្រាបទូលនាងពិតជាល្អត្រចះដូចជាដួងច័ន្ទអញ្ចឹងបេះដូងរបស់នាងទន់ជាងស្លឹកពោធិ៍ហើយនាងមានកែវភ្នែកភ្លឺថ្លាដូចជាពេជ្រនិងមានធ្មេញសដូចជាគុជនាងមានដំណើរដូចជាទន្សោងហើយនឹងស្លូតដូចជាទារកនាងតាក់ទាញមហាជនគឺដូចជាផ្កាឈូកអញ្ចឹងនឹងហើយដែលជាសម្រស់មិនអាចយកអ្វីមកប្រៀបផ្ទឹមបាននោះហើយស័ក្តិសមនឹងព្រះអង្គទៀតផងមិនក៏អាចដឹងពីរូបសម្បត្តិរបស់នាងទូលបង្គំដឹងរឿងទាំងអស់នេះដោយសារបណ្ដាញសម្ងាត់របស់ទូលបង្គំព្រះអង្គកុំបារម្ភអីក្រាបទូលនាងដឹងខុសដឹងត្រូវហើយចេះប្រណិប័តទៀតចាណាឯងពិតជាល្អនឹងយើងមែននេះជាភារកិច្ចរបស់ទូលបង្គំទេជម្រាបសួរលោកធនពងអូជួយគួយចាណាវត្តមានរបស់លោកតែងតែធ្វើឲ្យយើងនឹងរីករាយដោយសារតែលោកជាអ្នកនាំពាក្យហើយនិងជាមិត្តរបស់ព្រះអង្គសុធម្មផងនោះមែនហើយខ្ញុំជាមិត្តរបស់ព្រះអង្គដូច្នេះហើយទៅខ្ញុំមកនេះមានសំណុំពរមួយចំពោះលោកបើមានរឿងអីលោកនិយាយមកចុះយៈសោធារីកូនស្រីរបស់លោកគឺស័ក្តិសមនឹងខ្លាចជាមហេសីរបស់ព្រះអង្គម្ចាស់សុទ្ធខ្លាំងណាស់នេះក៏ជាបំណងរបស់ខ្ញុំដែរនេះក៏ជាមហាទិគុណដែលព្រះអង្គសពប្រតិលើរូបនាងយៈសោធារីដូចនេះដែរហើយអ្នកទាំងពីរក៏មានកិត្តិយសដែរអូបើមានកាយសូមមានប្រសាសន៍មកចុះបំណងរបស់ខ្ញុំគឺមករៀបចំឲ្យយៈសោធារីបានជួបជាមួយព្រះអង្គម្ចាស់តែបើគ្មានការអនុញ្ញាតពីលោកទេខ្ញុំក៏មិនហ៊ានធ្វើដែរព្រោះថាពេលកូនស្រីនៅក្រមុំនោះជាសិទ្ធិសម្រេចរបស់ឪពុកម្ដាយចិនណាលោកដូចជាកូនប្រុសរបស់ខ្ញុំដែរហើយក៏ជាមេដៅរបស់ព្រះអង្គសុទ្ធត្ថដែរលោកជាបងប្រុសរបស់សោធារីនឹងតែងតែគិតពីនាងជានិច្ចណាគឺពិតជាអញ្ចឹងមែនហើយចន្ទាសំណុំពររបស់លោកខ្ញុំយល់ហើយខ្ញុំចង់ឃើញកូនស្រីរបស់ខ្ញុំរីករាយនិងមានសុភមង្គលអរគុណលោកហើយ
មនុស្សបានបង្កើតនៅបដិញ្ញាដ៏ស្អាតហើយគួរចាប់ចិត្តទៀតផងក៏ប៉ុន្តែក៏គង់ចាញ់នៅសម្រស់នៃរាងកាយដែលបង្កើតឡើងដោយអតិទេពនេះហើយគឺព្រះអង្គម្ចាស់សុធន ហើយក៏ស្រស់សង្ហាផងដែរគឺព្រះអង្គម្ចាស់យាងមកជួបសទ្ធិរាមិត្តរបស់ខ្ញុំម្ចាស់ដែលបានឃើញថ្មីប្រហោះដ៏អស្ចារ្យរបស់ព្រះអង្គក្នុងការប្រកួតប្រជែងអ្នកខ្លាំងពូកែហើយនាងក៏រំភើប នាងជាអ្នកបោះកម្រោផ្កាឲ្យខ្ញុំដែរនេះមានន័យថាពួកយើងធ្លាប់បានជួបគ្នាម្ដងរួចហើយ ប៉ាត់មែនហើយគឺលុះថ្ងៃសូនព្រះបើ ព្រះអង្គមិនក៏តូចមិត្តខ្ញុំម្ចាស់ខ្លាំងម្ល៉េះមែនហើយ តើពេលណាទើបនឹងយកផ្កាទៅបូជាថ្វាយព្រះ ពេលដែរព្រះអាទិទេពអន្តងខ្ញុំម្ចាស់ ហើយក៏ដូចជាព្រះអាទិទេពរបស់ព្រះអង្គផងដែរ ព្រះអង្គសូមជាងតើទ្រង់គង់នៅក្នុងវិហារនេះដល់ណាទៀតទៅព្រះរាជវាំងកំពុងតែរងចាំព្រះអង្គ ការជ្រើសរើសមហេសីជាប្រពៃណីរបស់នគររបស់យើងព្រះរាជបុត្របានជ្រើសរើសមហេសីដែលធ្លាប់យល់ដឹងអំពីរៀបរបស់របរនៅក្នុងរាជវាំងនឹងធ្វើឲ្យរាជវាំងក្លាយទៅជាឋានសួគ៌ព្រះអង្គគួរតែប្រយ័ត្នប្រយែងកូនក្រមុំទៅរៀបការថ្មីៗមិនថាបាយផ្ទះឬក៏រៀបចំផ្ទះថ្មីទេក្រាទូល អញ្ចឹងហើយបានជាពួកយើងអញ្ជើញលោកអាចារ្យមកដើម្បីគុណគូយកថ្ងៃល្អដែលជាថ្ងៃជ័យ ព្រះមេដារើសយកថ្ងៃតើជាអ្វីទៅ សទ្ធត្ថយើងចូលមកយើងរើសយកថ្ងៃអ្នកខត្តរិទ្ធដើម្បីរៀបអភិសេកបុ អ ត្រ ភិសេកតើអភិសេកនៅណា គឺរៀបអភិសេកបុត្រនឹងណាបុត្រត្រូវជ្រើសរើសនារីដ៏ស្រស់ស្អាតនិងប៉ិនប្រសប់ម្នាក់ដើម្បីធ្វើជាមហេសី បើអញ្ចឹងបុត្រត្រូវតែរៀបអភិសេកក្នុងពេលនេះមែនណា ត្រូវហើយបុត្រត្រូវតែរៀបអភិសេកមានន័យថាចាប់ពីថ្ងៃនេះទៅបុត្រត្រូវតែរៀបចំព្រះកាយឲ្យបានល្អដូច្នេះហើយបុត្រត្រូវតែស្ដាប់តាមព្រះបិតាជឿតាមបិតាចុះណា ពួកយើងបានជ្រើសរើសយកថ្ងៃល្អបានហើយក្រាទូល ថ្ងៃល្អតើជាអ្វីទៅ គឺជាថ្ងៃនៃខត្តរិទ្ធមួយដែលដួងតារាដើរស្របគ្នាជាមួយនឹងមនុស្សក្រាទូលនេះហើយជាថ្ងៃដ៏ប្រពៃ តើលោកអាចទៅទីដឹងមុនមែនណា នៅពេលដែលក្រុមតារាព័ទ្ធជុំវិញរាសីចក្រគឺមានន័យថាពួកគេនឹងត្រូវធៀបជាមួយនឹងគ្នាហើយការរើសយកពេលវេលាល្អក៏អនុវត្តតាមក្បួនច្បាប់នេះដែរនេះជាតារាសាស្ត្រក្រាទូល ចម្លែកមែនចុះបើក្រៅពីថ្ងៃនោះតើវាខុសគ្នាយ៉ាងម៉េចដែរទៅគឺល្អតែពេលថ្ងៃហើយពេលជប់វិញគឺមិនល្អទេពេលដែលអាទិទេពបង្កើតថ្ងៃទាំងអស់នោះមកគឺទ្រង់មិនបានគិតថាមានថ្ងៃអ្នកខត្តរឹកឡើយហើយគ្រប់ពេលវេលាគឺខ្ញុំតែងតែបានលើកថាអាចារ្យដែលប្រកាសពីថ្ងៃល្អនិងថ្ងៃមិនល្អហើយលោកក៏បានអះអាងដែរខ្ញុំដូចជាមិនយល់ទេ ព្រះអង្គម្ចាស់ឆ្លៀវវៃនឹងមានវិចារណញ្ញាណផ្លែខ្លា តែគំនិតរបស់បុត្របានប្រឆាំងជាមួយនឹងប្រពៃណីទំនៀមទម្លាប់របស់នគរដូច្នេះហើយលោកអាចារ្យលោកជ្រើសរើសយកថ្ងៃខែល្អចុះ ក្នុងបរមនាមនៃព្រះសទ្ធនទូលបង្គំសូមស្វាគមន៍ម្ចាស់ស្ត្រីនិងព្រះបិតាទាំងអស់ដែលបានចូលរួមនៅក្នុងពិធីជ្រើសរើសមហេសីលើកនេះព្រះអង្គបានផ្ដល់កិត្តិយសយកដល់ទូលបង្គំដោយការយល់ព្រមការអញ្ជើញរបស់ទូលបង្គំហើយសុខចិត្តទទួលនូវភាពរីករាយនិងភាពបងសោនៅក្នុងឱកាសនេះទូលបង្គំសូមបង្កាសជាអឡារឹកថាព្រះអង្គម្ចាស់នឹងរើសយកម្ចាស់ស្ត្រីណាមួយអង្គតែប៉ុណ្ណោះនៅក្នុងចំណោមម្ចាស់ស្ត្រីទាំងអស់ដែលបានយាងចូលរួមក្នុងពេលនេះ ដូច្នេះសូមព្រះអង្គទទួលនៅទឹកប្រតិដ៏ក្លាហាន ស្ដេចត្រាញ់អគ្គសេនាបតីស្រាវ៉ាទីដែលគង់អមដោយព្រះរាជបុត្រីម្ចាស់ស្ត្រីគឺជាអ្នករបាំដ៏ពូកែមួយអស់ ព្រះរាជានគរមេកថាព្រះនាងចន្ទ្រាសេននិងព្រះរាជបុត្រីសុចន្ទ្រាដែលល្បីថាច្រៀងពីរោះព្រះរាជានគរកតាសីឡានិងព្រះរាជបុត្រីព្រះនាងប្រាវីណាដែលមានទេពកោសល្យខាងឆ្លាក់រូបម្ចាស់ស្ត្រីហារីណានៃនគរសុបបុរីដែលសពប្រតិចំពោះសត្វនិងបាក់សាបាក់សី
ព្រះអង្គម្ចាស់សធនមិនបានជ្រើសរើសម្ចាស់ស្ត្រីណាមួយឡើយដូច្នេះពិធីរើសមហេសីនេះត្រូវផ្អាកសិន ព្រះអង្គទូលបង្គំមានសំណុំពរមួយបាទទូលបង្គំនិងកូនស្រីរបស់ទូលបង្គំមានចិត្តអន្តរសាចង់ចូលរួមក្នុងពិធីជ្រើសរើសបុត្រសន្និសានេះដែរប៉ុន្តែដល់ទូលបង្គំជាប្រជារាស្ត្រសាមញ្ញដូច្នេះហើយទើបទូលបង្គំមិនអាចចូលរួមលោកថាគ្មានសមត្ថភាពតែលោកមានប្រាជ្ញាខ្ពស់ប្រាជ្ញាគឺប្រាជ្ញាប៉ុន្តែមិនមែនជាសមត្ថភាពនោះទេក្រាបទូលតើលោកចង់បានអីគឺដើម្បីបំពេញបំណងរបស់ទូលបង្គំហើយបើព្រះអង្គអនុញ្ញាតទូលបង្គំនឹងនាំនាងមកថ្វាយទ្រង់ទោអញ្ចឹងលោកនាំមកចោះសូមអរព្រគុណយ៉ាស៊ូ គោលស្រីទូលបង្គំគឺស្ទាត់ជំនាញខាងរាប់ការច្រៀងនិងគូកំដូរឆ្លាក់រូបនិងចិញ្ចឹមសត្វនិងបាសាបាសីទៀតផង ពិធីជ្រើសរើសមហេសីត្រូវបានបញ្ចប់ជាស្ថាពរហើយជាបំណងរបស់ព្រះរាជាសូមឲ្យព្រះមហាក្សត្រនិងម្ចាស់ស្ត្រីគ្រប់ព្រះអង្គរងចាំថ្វាយព្រះពរដល់ព្រះអង្គម្ចាស់និងពិធីរៀបអភិសេករបស់ព្រះអង្គយើងគឺជាអ្នកមានបំណងល្អចំពោះលោកដូច្នេះយើងចង់មានន័យថាសធុតមិនស័ក្តិសមនឹងកូនស្រីលោកទេ ហេតុអីតើទ្រង់ពុំមិនជាព្រះអង្គម្ចាស់ទៀត ត្រូវហើយតែគេមិនអាចធ្វើជាស្ដេចបាននោះទេ ហេតុអីទៅ ព្រោះថាគេជាមនុស្សសាវ៉ាសធុតងប់ងល់នឹងស្រីគេមានពុទ្ធបុត្រគេមិនអាចរកសុភមង្គលឲ្យកូនស្រីរបស់លោកបាននោះទេណា មិនពិតទេប៉ាប៉ាកំជាត្រង់ជាមនុស្សកុហកមានពុតខ្លាញ់ខ្លាយដើម្បីផលប្រយោជន៍របស់ឯងប៉ុណ្ណោះត្រង់ប្រមាថដល់ប្រជាស្ដាររបស់ព្រះអង្គម្ចាស់សុធនហើយប៉ាកំជាឲ្យសោះណា កូនស្រីយើងគ្រាន់តែមានបំណងល្អតែប៉ុណ្ណោះទេដើម្បីការពារកុំឲ្យអនាគតរបស់នាងធ្លាក់នរកយើងសូមប្រាប់នាងឲ្យដឹងមុនទៅចុះ ទូលបង្គំដឹងអំពីបំណងរបស់ព្រះអង្គហើយតែទ្រង់ត្រូវជ្រាបថាទូលបង្គំគឺមិនបដូរចិត្តឡើយក្រាបទូល អរគុណហើយប៉ាតាត្រង់នៅចាំអ្វីទៀតឆាប់ជាងទៅវិញទៅដើម្បីផលប្រយោជន៍របស់ត្រង់មិនចាក់អៀនខ្មាស់បរិហាកែរបស់ព្រះរាមត្រង់ខ្ញុំមិនចង់ដឹងថាព្រះអង្គមិនហ៊ានប្រឈមមុខប្រឆាំងនឹងព្រះរាមដាច់បោកចំហនោះទេតែមែនទេព្រះអង្គមែនទេ បានហើយយើងនឹងចង់ចាប់អស់មួយជីវិតនៅការប្រមាថរបស់នាងចំពោះរូបយើងជាសាធារណៈថ្ងៃក្រោយនាងនឹងមានវិបត្តិសារីម្ខាន ពិធីរឿងមហេសីបានបញ្ចប់ហើយថ្ងៃនេះព្រះនាងត្រឡប់ទៅវិញដែរទេខ្ញុំម្ចាស់នឹងរងចាំលូត្រាតែគ្រប់ការជ្រើសរើសមហេសីបានបញ្ឈប់វប្បធម៌របស់នគរបុព្វបុរីគឺខុសប្លែកពីនគរផ្សេងទៀតដំបូងនាងទៅទីនោះបន្ទាប់មកនាងក៏ដើរលេងតាមនគរដទៃទៀត នាងជឿខ្ញុំឥឡូវខ្ញុំមកដល់ហើយ តែលោកជាអ្នកណា នាងមិនដឹងទេ នេះគឺជាព្រះអង្គម្ចាស់ទេបន្តដល់ខ្មាស់ហានិងស្រស់សង្ហារបស់យើង បើសិនជានាងព្រមស្រឡាញ់យើងនាងចង់បានអ្វីក៏បានដែរ ឈួតហើយ មែនហើយយើងឈួនចាប់តាំងពីយើងបានឃើញនេះជាលើដំបូងមកនាងបានធ្វើយើងឈួនអូនមានខ្សែភ្នែកល្អណាស់ហើយបើសិនជាបងអាចមើលកាយភ្នែករបស់អូនធ្លុះនោះសុបិរបស់យើងនឹងវិញត្របាញ់ជាធ្លុងមួយអូហូរាងកាយរបស់អូនអីក៏សឡូនល្អខ្លាំងម្ល៉េះអូនគួរតែសម្លឹងមើលបងមកតើបងខ្លាំងដែរទេកុំខ្មាស់អៀនអីសម្លឹងមើលមកអ្នកដែលអូនសុខចិត្តស្លាប់ បាត់មាត់ ហ่า បងបានលើឈ្មោះរបស់អូនយូរមកហើយពេលដែលអូនបានដំណើរ5របស់អូនតើយើង
អាចធ្វើជាមិត្តនឹងគ្នាបានទេប្រាប់បងមកធ្វើមិត្តនឹងគ្នាបានទេ ថាចាញ់ទៅ បងនឹងថាបបោមាត់ដល់រលោងរបស់អូន ព្រះអង្គម្ចាស់ទេវទត្ត ណា តើព្រះអង្គម្ចាស់មិនចេះខ្មាស់គេទេទៅចេញពីទីនេះទៅហើយមិនត្រូវប្រហើនមកបៀតបៀនម្ចាស់ស្ត្រីទាំងនេះឡើយ ហេតុអីគឺយើងមកមិនបានយើងនឹងមកទៀតពួកនាងជាម្ចាស់ស្ត្រីយើងជាព្រះរាជបុត្រពួកនាងជាស្រីយើងជាប្រុសយើងជាកំឡោះហើយពួកនាងនៅក្រមុំយើងសម្រេចចិត្តរឹមហេសីក្នុងចំណោមពួកនាងហើយចំណាយអញជាអ្នកណាហ៊ានមកសួរយើង ពេលដែលស្ដេចបំពេញច្បាប់ក៏ដូចជាអ្នកសុំទានដែរគឺត្រូវតែយកទៅកាត់ទោសដូចគ្នា គឺយើងជាអ្នកនៅលើច្បាប់ គឺព្រះរាជាសធននឹងកាត់ក្តីរឿងនេះ ព្រះអង្គជាស្ដេចសម្រាប់ឯងតែសម្រាប់យើងព្រះអង្គជាបិតារបស់យើង នេះជាសមាគមរបស់ព្រះអង្គ ហេសី देवताभ्यो नमः स्वाहा ओम जल देवताभ्यो नमः स्वाहा ओम वरुण देवताभ्यो नमः स्वाहा ओम सूर्याय नमः स्वाहा ओम भौमाय नमः स्वाहा ओम बुधाय नमः स्वाहा ओम शुक्राय नमः स्वाहा एक दूसरे को वरमाला पहनाइए ओम मंगलम भगवान विष्णु मंगलम गरुड़ध्वज मंगलम पुंडरीकाक्षाय मंगलम ओम विष्णु 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 मंगलम भवतु शुभम भवतु अक्षरम समर्पयामि नमः पुष्पम समर्पयामि नमः शुभाशीषम 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 सर्वमंगलमांगल्ये शिवे सर्वार्थसाधिके शरण्ये त्र्यंबके गौरी नारायणी नमस्ते सर्वस्वरूपे सर्वेशे सर्वशक्ति समन्विते भयभीष्टाय नो देवी दुर्गे देवी नमस्ते ព្រះរាជាបុត្រសូមជាប្រពីជុំវិញភ្លើងជ័យ हरि ओम श्री महागणाधिपतये नमः धर्मे च अर्थे च कामे च मोक्षे च नातिचरामि नातिचरितव्यः कात्यायनाय विद्महे कन्याकुमारी धीमहि तन्नो दुर्गे प्रचोदयात् ओम शांति 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 សូមព្រះជាម្ចាស់ជួយថែបត្រាបត្រីឲ្យចម្រុងចម្រើន សូមឲ្យបុត្រទាំងពីរមានប្រជញ្ញយឺនយូរនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញ អាចជួយគោ សូមឲ្យមានបទសំប្រកប ចាប់ពីពេលនេះទៅគោលស្រីរបស់ទូបង្គំខ្លាចជារបស់ព្រះអង្គហើយការថែរក្សាគឺជាភារកិច្ចរបស់ទ្រង់ហើយដូច្នេះហើយសូមកុំចិនណៃនឹងនាងឲ្យសោះសូមពុកកុំអារម្មណ៍អី ព្រះរាជនីខ្ញុំមានសំណាងណាស់ដែលអនុញ្ញាតព្រមទទួលកូនស្រីរបស់ខ្ញុំម្ចាស់ជាបុត្រីសន្និសា ចាប់ពីពេលនេះទៅនាងជាបុត្រីរបស់យើងហើយនាងក៏ជាម្ចាស់បងរបស់ម្ចាស់ស្ត្រីនន្ទដាបុត្រីរបស់យើងដែរ នៅទីបំផុតពិធីរៀបអភិសេករវាសធុតនិងយសោធារានៅតែប្រព្រឹត្តទៅតាមពេលកំណត់ឲ្យទាល់តែបានព្រះអង្គម្ចាស់ទ្រង់បានដឹងហើយថាទូបង្គំបានព្យាយាមរៀបរៀងពិធីរៀបអភិសេកនេះក៏ប៉ុន្តែទូបង្គំប៉ុន្តែតើលោកបានធ្វើអ្វីខ្លះទៅលោកបានត្រឹមតែអង្គុយមើលតែប៉ុណ្ណោះលោកដឹងថាពេលនេះមានអ្វីកើតឡើងទេលោកអត់បានការមែន ॐ
រួចហើយនៅមិនអាចពន្យាពេលបាននោះទេ គ្មានការពជាពេលទីក្រាបទូលអ្វីបានរៀបចំរួចរាល់អស់ហើយពេលនេះទូបង្គំនឹងនាំនាងឡើងរាជរថយ៉ាទៅជប់ជុំទៅកូនស្រីរបស់ពុក ខ្ញុំតែលេងកូនដែរទេបាក់គ្មានពុកនៅក្បែរតែម៉ែពុកគិតយ៉ាងណាដែរ ពេលនេះពុកបានរៀបការហើយដូច្នេះកូនត្រូវបែកចេញពីពុកមកទៅរស់នៅជាមួយស្វាមីកូន តោះដឹងក៏ប៉ុន្តែ ពុកយល់ពីអារម្មណ៍របស់កូនពុកម៉ែរីករាយណាស់ពេលដែលបានឃើញកូនស្រីធ្វើជាបទសន្និសីទនៃរាជវង្សកបលភ័ក្រហើយគេឈ្មោះនៃគ្រួសាររបស់យើងនិងព្រះញាតិពុកគឺថៃក្នុងដៃរបស់កូនស្រីហើយក ូននឹងចង់ចាំអត្តមរបស់ពុកមិនអាចភ្លេចឡើយលោកពុក ក្លាហានឡើងកូនស្រីទឹកភ្នែករបស់កូនស្រីធ្វើឲ្យពុកម៉ែបារម្ភទៅវិញទេកូនទុកចិត្តខ្លះទៅ អ្នកម៉ែកូនទុកចិត្តដែរតែកូនរងាប់ចិត្តមិនបានទេកូននឹកណាស់ ចូលចម្រើនណាស់បងសូមអ្នកទាំងពីរកុំបារម្ភអីមិនអីនោះទេអរប្រគុណណាស់ក្រាបទូលកូនតាបីឯងជាមិត្តដ៏ល្អរបស់សោធារីពេលនេះយើងឲ្យឯងទៅរស់នៅជាមួយនាងហើយឲ្យឯងជួយណែនាំសោធារីឲ្យដឹងពីរបៀបនៅក្នុងរាជវាំងផងតើបានដែរទេ ខ្ញុំដឹងហើយអ្នកនាងមិនអីទេ ទៅចោះកូនស្រីម្ដាយតែចាប់ផ្ដើមជីវិតថ្មីរបស់កូនចោះព្រះរាជានេះខ្ញុំម្ចាស់ប្រកុលសោធារីថ្វាយព្រះនាងហើយនាងស្លូតបូតណាស់នាងត្រូវរៀនពីទម្លាប់ក្រឹតក្រមនៅក្នុងរាជវាំងសូមព្រះនាងជួយណែនាំនាងផង សង្ឃឹមថាកូនស្រីទូបង្គំមានសុភមង្គលហើយព្រះរាជវង្សានុវង្សក៏ដូចនេះដែរ យោសាធារីមិនត្រឹមតែបុត្រីសិនសារបស់យើងទេថែមទាំងជាបុត្រីយើងទៀតផង គាត់ជាបុត្រីរបស់មេដាតែក៏ជាបងថ្លៃរបស់ខ្ញុំម្ចាស់ដែរ ពេលនេះខ្ញុំម្ចាស់បានធូរស្បើយក្នុងចិត្តហើយព្រះមេ តាស់ជាងតែម្ចាស់បងតាស់ ប្រយ័ត្នតិចណាម្ចាស់ស្ត្រីប្រយ័ត្នបន្តិចទៅ ហេតុអីបានជាថ្ងៃនេះម្ចាស់ស្ត្រីក្រងសក់វែងដែរហេតុអីទៅគឺទុកសម្រាប់ពីព្រះអង្គពេលទ្រង់មិនស្ដាប់បញ្ជារបស់ព្រះនាង ណែចាំពេលថ្ងៃស្អែកកុំភ្លេចដំណើររឿងក្នុងយប់នេះឲ្យពួកយើងបានដឹងផងម៉ា អូនពិតជាស្អាតណាស់មើលចុះកែបភ្នែកដល់ស្រទន់បបោមាត់ដល់ស្ដើងគួរឲ្យចង់ខាំថ្ពាល់ទាំងគូក្រហមរលោងដូចជាសតបផ្កាកន្លាបអញ្ចឹងតើឲ្យយើងពណ៌នាសម្រាប់របស់អូនយ៉ាងមិននឹងកើតទៅយើងធ្លាប់បានជួបគ្នាប្រហែលថ្ងៃនេះរូបឆោនបស្រស់ពោផង់របស់អូនធ្វើឲ្យបងនិយាយមិនកើតទេឲ្យសមនៅសម្រាប់អត់ប្រការនេះមិនក៏អូនធ្វើដូច្នេះអូនគឺជាមហេសីរបស់បងហើយក្នុងបេះដូងរបស់បងអូនគឺជាជីវិតបងអូនជាអ្នករួមចំណែកសាងសុភមង្គលមួយជាមួយបងអូនមិនត្រូវបន្ទាបខ្លួនបែបនេះទេ
ព្រោះថាយើងទាំងពីរស្មើភាពគ្នាហើយយើងទាំងពីរនេះរស់នៅដើម្បីផ្ដល់សេចក្តីសុខដល់គ្នាទៅវិញទៅមកគឺយើងប្រើប្រាស់ពេលវេលាគ្រប់វិនាទីដើម្បីសេចក្តីស្នេហានិងសុភមង្គលរបស់ពួកយើងមិនក៏នៅស្ងៀមមិនស្ដីឆ្លើយតបនឹងរៀបរាឆ្លើយតបនឹងបងតើបងមាននិយាយខុសត្រង់ណានិយាយទៅបងមិនប្រកាន់ទេ ព្រះស្វាមីខ្ញុំម្ចាស់កំពុងតែលងខ្លួនក្នុងរថលើសុភមង្គលហើយព្រះប៉ា លោកមហាមន្ត្រីសុទ្ធិតបានរៀបអធិកាយនេះហើយយើងសប្បាយប្រតិខ្លាំងណាស់សុទ្ធិតបានមហេសីដ៏ស្រស់ស្អាតនិងមានអត្តចរិតគួរឲ្យស្រឡាញ់ទៀតគ្រប់នៅទូទាំងនគរសុទ្ធតែសប្បាយរីករាយក្រៅទូយើងនៅតែបារម្ភជាប់ជានិច្ចចំពោះទំនាយរបស់តាបោះចិត្តផ្សេងតែពេលនេះក្រោយការរៀបអភិសេកបញ្ហាប្រហែលជាបានធូរស្បើយព្រោះយើងឃើញសុទ្ធិតពុំសូវមានបញ្ហាហើយបើតាមការសពប្រតិរបស់សុទ្ធិតប្រមាណថ្ងៃនេះយើងយល់ថាគេលេងបារម្ភដូចពីមុនទៀតហើយគេអស់បារម្ភហើយគេក៏ឈប់ព្រួយអ្វីទៀតដែរក៏ប៉ុន្តែទុកបុគ្គលនៅតែបារម្ភចំពោះរាជបុត្រព្រោះថាស្នេហារបស់ស្ត្រីតែមួយមុខមិនអាចខាត់ខាំងព្រះអង្គបានទេក្រាបទូលចុះលោកគិតយ៉ាងម៉េចទៀតទៅគឺត្រូវឲ្យត្រង់មេរាជបុត្រហើយបើតាមមនោសញ្ចេតនារបស់មនុស្សការមានបុត្រធីតានឹងមានឥទ្ធិពលខ្លាំងណាស់ចំពោះបិតាដោយឡែកស្ត្រីជាទ្រព្យសម្បត្តិនិងបុត្រធីតាជាចំណងសម្រាប់របអូសដួងចិត្តបុរសយោបល់របស់លោកពិតជាប្រសើរណាស់នៅក្នុងលោកនេះគ្មានអ្វីសំខាន់ជាងកូនឡើយមែនហើយយើងត្រូវតាមផ្លំមើលគេឲ្យបានជាប់លុះត្រាតែគេមានបុត្រទូលបង្គំនិងធ្វើតាមព្រះរាជអង្គការរបស់ព្រះអង្គក្រាបទូលចូលចម្រើនតថាគតចូលចម្រើនព្រះពោធិសត្វចូលចម្រើនតថាគតចូលចម្រើនព្រះពោធិសត្វពេលនេះយើងមិនត្រូវនិយាយពាក្យនេះនឹងស្លុតតៃឡើយដំបូងយើងត្រូវនិមិត្តជាអពុទ្ធហេតុដើម្បីការសាកល្បងថាសុទ្ធិតខ្លាចជាព្រះពោធិសត្វហើយឬនៅមិនក៏ព្រះអង្គមានបន្ទូលដូច្នេះព្រះអង្គក៏ជាព្រះអាទិទេពមួយអង្គដែរហើយទ្រង់ដឹងថាយើងអាចប្រមាលមើលអនាគតជាតិបានដូច្នេះព្រះអង្គគួរតែប្រមាលមើលត្រូវហើយប៉ុន្តែទូលបង្គំចង់សម្ដែងអភិនិហាដើម្បីជាការសាកល្បងដល់ព្រះសុទ្ធិតដើម្បីសុទ្ធិតបានដឹងហេតុអីក៏ព្រះអង្គនៅកង្វល់ពីអនាគតថ្ងៃនេះជាថ្ងៃល្អជាថ្ងៃដែលសុទ្ធិតនិងនាងយសោធារាបានរៀបអភិសេកដូច្នេះហើយយើងគួរតែប្រទានពរដល់ជីវិតអាពាហ៍ពិពាហ៍ដល់ថ្ងៃសុខសាន្តពីឋានត្រៃតឹងទៅចុះបើមានតែសបាយហើយគ្មានថ្ងៃព្រួយតើធ្វើយ៉ាងម៉េចទើបសុទ្ធិតអាចខ្លាចជាព្រះពុទ្ធបានទៅដូច្នេះហើយទៅទូលបង្គំប្រទានទុកដល់សុទ្ធិតព្រះអរហន្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 តព្រះស្វាមីព្រះស្វាមីមានបន្ទូលថាម៉េចណាយើងបានលើកពីអង្គវររបស់ទ្រង់ហើយយើងនឹងជួយទុកភ្នែកឲ្យទ្រង់ព្រះអរហន្តព្រះអរហន្តព្រះអរហន្តព្រះស្វាមីមានបន្ទូលជាមួយអ្នកណានឹងក្រាបទូលតើព្រះអង្គមានបន្ទូលឬអ្វីណាព្រះជាម្ចាស់តើពេលនេះឲ្យខ្ញុំម្ចាស់ធ្វើយ៉ាងម៉េចទៅតើមានរឿងអ្វីកើតចំពោះខ្ញុំម្ចាស់ព្រះប៉ា धरती से मिटाने को नई दिशा दिखलाने को पाप धरती से मिटाने को करने मानवता का कल्याण करने मानवता का कल्याण तब लेता है जन्म बुद्धा